Đời đường raiនៅក្នុងរាត្រីនេះវាបានកើតឡើងជាមួយនឹងបងស្រីម្នាក់ដោយបងស្រីម្នាក់នោះគាត់បាននិយាយប្រាប់ថាដោយសារតែគាត់នឹងបានទៅអុជធូបហើយក៏បន់ស្រន់សុំកូនពីខ្ទមមួយកន្លែងរហូតដល់គាត់បានជួបរឿងរ៉ាវមួយនេះគាត់ថាពេលនោះគឺគាត់បានកូនដោយជាក្តីប្រាថ្នារបស់គាត់មែនក៏ប៉ុន្តែកូនមួយនោះនៅជាមួយនឹងគាត់អស់រយៈពេល7ឆ្នាំបន្ទាប់មកកូនម្នាក់នោះក៏បានបាត់បង់ជីវិតទៅជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំបាទ Process និយាយឲ្យស្ដាប់ហើយនៅក្នុងរាត្រីនេះផងដែរខ្ញុំមានរឿងរ៉ាវតាក់ទងទៅនឹងខ្ទមមួយកន្លែងនិងលើកយកមកសម្រាយជូនពុកម៉ែបងប្អូនទាំងអស់គ្នាស្ដាប់នៅក្នុងរាត្រីនេះក៏ប៉ុន្តែខ្ញុំក៏ចង់លើកយកមកសម្រាយរៀងយូរដែរហើយក៏ប៉ុន្តែដោយសារតែសុខភាពខ្ញុំវាអត់សូវស្រួលទេឥឡូវហ្នឹងក៏រៀងធូរស្បើយហើយអញ្ចឹងហើយក៏ត្រឡប់មកនិយាយជូនពុកម៉ែបងប្អូនទាំងអស់គ្នាស្ដាប់វិញបាទហើយក៏បែកពីពុកម៉ែបងប្អូនទាំងអស់គ្នាមួយរយៈពេលធំហើយសម្រាប់ពុកម៉ែបងប្អូនដែលទើបតែមកទស្សនាថ្មីខ្ញុំចង់ឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាជួយចុច Like Subscribe ដើម្បីជាកម្លាំងចិត្តឲ្យខ្ញុំធ្វើវីដេអូបន្តទៅទៀតផងហើយសម្រាប់ពុកម៉ែបងប្អូនដែលបានចុចហើយនោះខ្ញុំចង់ដឹងថាពុកម៉ែបងប្អូនកំពុងតែស្ដាប់ហ្នឹងនៅវេលាម៉ោងប៉ុន្មានហើយកំពុងតែធ្វើអ្វីតោះឥឡូវកុំឲ្យខាតពេលយូរចូលទៅស្ដាប់រឿងរ៉ាវរបស់យើងទាំងអស់គ្នាដំបូងឡើយខ្ញុំសូមជម្រាបប្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាបន្តិចសិនថារឿងរ៉ាវទាំងអស់នេះវាចាប់ផ្ដើមកើតឡើងតាំងពីដើមឡើយហ្នឹងគឺរយៈពេលប្រហែលជា10ឆ្នាំមុនវាបានកើតឡើងជាមួយនឹងបងស្រីម្នាក់ដែលមានឈ្មោះថាបងណារីគាត់បាននិយាយប្រាប់ថានៅក្នុងអន្លង់ពេលឆ្នាំនោះគឺគាត់បានធ្វើការនៅក្នុងក្រុមហ៊ុនមួយកន្លែងការងារដែលគាត់ធ្វើហ្នឹងគឺផ្នែកបញ្ជីបាទនៅក្នុងក្រុមហ៊ុនមួយហ្នឹងណាបន្ទាប់មកទៀតហ្នឹងគាត់ក៏បានជួបជាមួយនឹងមនុស្សប្រុសម្នាក់ប្រុសហ្នឹងគឺមានមុខមាត់សង្ហាបាទស្អាតពួកគាត់ក៏សម្រេចចិត្តថាធ្វើសង្សារនឹងគ្នានៅពេលដែលធ្វើសង្សារនឹងគ្នាបានមួយរយៈក៏សម្រាប់ចិត្តតារៀបការរស់នៅជាមួយគ្នាប្រើជីវិតជាមួយគ្នាបងណារីគាត់បាននិយាយប្រាប់ថាប្តីរបស់គាត់នឹងមានឈ្មោះថាបងធាគ្រួសាររបស់បងធានឹងគឺបាទជាអ្នកមានក្រុមហ៊ុនផ្ទាល់ខ្លួនហើយគ្រួសាររបស់បងធានឹងគឺជាគ្រួសារចិនក៏ប៉ុន្តែគឺគាត់បានរស់នៅក្នុងប្រទេសខ្មែរបាទជាគ្រួសារចិននឹងឯងក៏ប៉ុន្តែគាត់បានរស់នៅក្នុងប្រទេសខ្មែរណាបានបើកក្រុមហ៊ុនរបស់ខ្លួនឯងបាទមានដីមានធ្លីច្រើនកន្លែងខ្លាំងមែនទែនផ្ទះធំដែលគាត់រស់នៅជាមួយនឹងបាទឪពុកម្ដាយគាត់នឹងក៏ប៉ុន្តែនៅពេលដែលគាត់មានគ្រួសារក៏បានមកបើកក្រុមហ៊ុនតូចៗមួយសម្រាប់ខ្លួនឯងបាទសម្រាប់គ្រួសារគាត់ហើយនៅពេលនោះបងធាគឺគាត់ចង់បានកូនខ្លាំងមែនទែនគាត់តែងតែនិយាយប្រាប់បងណារីគាត់បាននិយាយប្រាប់ថាគាត់អត់មានឪពុកម្ដាយនោះទេគឺគាត់រស់នៅជាមួយយាយតាំងពីតូចមកក៏ដោយសារតែឪពុកម្ដាយរបស់គាត់នឹងគឺបានបាទលែងលះគ្នាហើយដូច្នោះហើយគឺគាត់អត់មានឪពុកម្ដាយទេគឺគាត់រស់នៅជាមួយនឹងយាយបងណារីគាត់បាននិយាយប្រាប់បន្ថែមទៀតថាពេលនោះគឺគាត់ប្រើជីវិតជាមួយនឹងបងធាបាទបងធាគាត់ក៏បានប្រាប់ថាណារីអើយបងអត់ចង់ឲ្យឯងទៅធ្វើការឲ្យគេទៀតទេដោយសារតែឥឡូវហ្នឹងយើងរៀបការរួចហើយពួកយើងក៏មានការងារផ្ទាល់ខ្លួនធ្វើទៀតអូនឯងចេញពីការងារនោះទៅហើយមិនបាច់ធ្វើអីទេនោះក៏ដោយសារតែបងធាគាត់អត់ចង់ឲ្យប្រពន្ធរបស់គាត់ដែលមានឈ្មោះថាបងណារីហ្នឹងបាទជួបការងារធ្ងន់ឬក៏ត្រូវងើបពីព្រឹកទៅធ្វើការប្រឡប់ចូលនោះទេអញ្ចឹងហើយចង់ឲ្យបងណារីហ្នឹងគាត់នៅតែផ្ទះបាទជានារីមេផ្ទះអត់ចង់ឲ្យធ្វើការធ្ងន់ទុកឲ្យគាត់ជាអ្នករស់ស៊ីចិញ្ចឹមអីអញ្ចឹងទៅក៏ប៉ុន្តែបងណារីគាត់អត់ព្រមទេដោយសារតែមនុស្សដែលគាត់ធ្លាប់ធ្វើការណាអញ្ចឹងហើយគាត់អត់ចង់នៅស្ងៀមទេគាត់ថាមានការងារអីឲ្យអូនធ្វើបានអូនក៏ទៅធ្វើដែរនៅក្នុងក្រុមហ៊ុនបងឯងហ្នឹងនៅពេលនោះគាត់ក៏បានចូលទៅធ្វើការនៅក្នុងក្រុមហ៊ុនរបស់ប្តីគាត់ហ្នឹងជាផ្នែកបញ្ជីហ្នឹង
តែការងារមិនច្រើនទេជួយតិចតួចតែប៉ុណ្ណោះពេលនោះបងធាគឺគាត់ចង់បានកូនណាមូលហេតុដែលគាត់ចង់បានកូនហ្នឹងក៏ដោយសារតែអញ្ចេះគ្រួសាររបស់គាត់បាទគ្រួសាររបស់បងធាហ្នឹងណាគឺគាត់មានបងប្អូន3នាក់បងប្អូនរបស់គាត់ហ្នឹងគឺប្រុសទាំងអស់3នាក់រួមទាំងបងធាហ្នឹងគាត់មានបងប្រុសហើយគាត់គឺជាកូនកណ្ដាលហើយក៏មានប្អូនប្រុសពៅមួយទៀតគ្រប់គ្នាគឺមានគ្រួសារអស់ហើយបងប្រុសហ្នឹងក៏មានគ្រួសារដែរមានកូនស្រី2នាក់ចំណែកឯប្អូនពៅរបស់គាត់ហ្នឹងក៏មានគ្រួសារហើយផងដែរមានកូនស្រីម្នាក់អញ្ចឹងហើយនៅក្នុងក្រុមគ្រួសាររបស់គាត់ហ្នឹងអត់តាន់មានអ្នកណាមានកូនប្រុសនោះទេហើយម្ដាយរបស់បងធាហ្នឹងដែលត្រូវជាចិនណាខ្សែចិនហ្នឹងគាត់បាននិយាយឡើងថាបើសិនជាកូនម្នាក់ណាមានចៅប្រុសឲ្យគាត់នោះគឺគាត់នឹងលើកទ្រព្យសម្បត្តិឲ្យគ្រួសារនោះច្រើនជាងគេច្រើនជាងបងប្អូនដទៃទៀតនោះក៏ដោយសារតែខ្សែចិនណាខ្ញុំអត់ដឹងថាខ្សែចិនគេគិតបែបនឹងគ្រប់គ្នាឬក៏យ៉ាងណានោះទេក៏ប៉ុន្តែគ្រួសាររបស់បងធានឹងគឺគាត់គិតបែបនឹងគាត់គិតថាបាទចៅប្រុសឬក៏កូនប្រុសហ្នឹងណាមានអំណាចបាទអាចដឹកនាំគ្រួសារបានអាចនិយាយថាកូនប្រុសគឺជាស្ដេចនាគណាបាទអាចដឹកនាំគ្រួសារបានអញ្ចឹងហើយគឺគាត់ចង់បានចៅប្រុសដូច្នោះហើយបងធានឹងគាត់ក៏តែងតែប្រាប់ប្រពន្ធរបស់គាត់ថាគាត់ចង់បានកូនប្រុសគាត់ចង់បានកូនអីអញ្ចឹងទៅក៏ប៉ុន្តែគាត់អត់មានកូននោះទេបាទអត់មានកូនទេមិនដឹងថាត្រូវធ្វើម៉េចអញ្ចឹងហើយបងណារីហើយនិងបងធាហ្នឹងក៏សម្រេចចិត្តថាពិភាក្សាជាមួយនឹងពេទ្យដើម្បីឲ្យពេទ្យហ្នឹងគេជួយណែនាំអាហារហូបចុកនិងការមើលថែទាំខ្លួនប្រាណរបស់ខ្លួនឯងបាទថែទាំសុខភាពបាទចំណីការហូបចុកមានអ្វីខ្លះដែលផ្ដល់ឲ្យពួកគាត់នឹងមានសុខភាពល្អហើយបាទងាយនឹងមានកូនពេលនោះពេទ្យគេក៏បានណែនាំបាទហូបចំណីនេះហូបបន្លែនោះហូបវីតាមីននេះក៏ប៉ុន្តែអត់មានទេអត់មានកូនបងណារីគាត់បាននិយាយប្រាប់បន្ថែមទៀតថាក្រុមគ្រួសាររបស់បងធានឹងក្នុងមួយខែគឺពួកគាត់ត្រូវទៅជួបជុំគ្នាម្ដងនៅក្នុងថ្ងៃអាទិត្យក្នុងមួយខែហ្នឹងគឺត្រូវទៅជួបជុំគ្នាហូបបាយជាមួយគ្នាម្ដងពេលនោះគឺជាថ្ងៃអាទិត្យដែលគាត់ត្រូវទៅជួបជុំគ្រួសារដោយសពដងហ្នឹងពេលនោះម្ដាយក្មេករបស់គាត់ហ្នឹងក៏បានសួរថាមិនអីកូនឯងមានផ្ទៃពោះនៅបងណារីហ្នឹងគាត់ក៏បាននិយាយប្រាប់ថាគាត់អត់តន់មានទេអត់ដឹងមិនដែរគាត់ធ្វើតាមការណែនាំរបស់ពេទ្យដែរតែអត់មានកូនពេលនោះម្ដាយក្មេករបស់គាត់ហ្នឹងក៏បាននិយាយប្រាប់ថាបើសិនជាមិនមានកូនមិនអីទេកូនចាំចេះចាំម៉ែកំងថ្នាំចិនមកហើយដាំទឹកផឹកចាំម៉ែកំងមកពេលនោះម្ដាយក្មេករបស់គាត់ហ្នឹងក៏បានកំងថ្នាំពីចិនមកបាទជាថ្នាំឫសឈើដើមឈើអីអញ្ចឹងណាជាកញ្ចប់យកឲ្យគាត់ហ្នឹងមកដាំទឹកផឹកហើយម្ដាយក្មេករបស់គាត់ហ្នឹងក៏បាននិយាយប្រាប់បន្ថែមទៀតថាថ្នាំនេះគឺពូកែណាស់កូនលេបទៅហើយហ្នឹងគឺល្អណាស់ផឹកទៅហើយហ្នឹងគឺល្អណាស់ព្រោះថាអ្នកដែលគេអត់មានកូនណាគេផឹកអស់តែមួយកញ្ចប់ហ្នឹងមានកូនភ្លាមហើយថ្នាំហ្នឹងគឺជាថ្នាំដែលថ្លៃពិបាករកណាស់មិនងាយរកទិញបានទេកូនតោះតែប្រទេសចិនបានមានអញ្ចឹងហើយកូនឯងយកទៅសាកដាំទឹកផឹកមើលពេលនោះបងណារីហ្នឹងគាត់ក៏បានដាំទឹកតាមការណែនាំរបស់ម៉ែក្មេកគាត់ហ្នឹងដល់ពេលដែលគាត់ដាំទឹកផឹកអស់រយៈពេល1ខែហើយដល់ថ្ងៃដែលត្រូវទៅជួបគ្រួសារហើយនៅពេលដែលគាត់ទៅជួបជាមួយនឹងម្ដាយក្មេកគាត់ហ្នឹងក៏សួរទៀតដែរថាម៉េចហើយកូនមានផ្ទៃពោះអត់បងណារីគាត់ក៏ថាអត់មានទេម៉ែអើយពេលនោះម្ដាយរបស់គាត់ហ្នឹងក៏រៀងខឹងដែរគាត់ថាមិនបានអត់មានកូនណាថ្នាំនឹងបកែណាឬក៏កូនឯងអត់ចេះដាំទឹកឥឡូវអញ្ចេះចាំម៉ែកំងមកមួយឈុតទៀតកំងមកមួយឈុតនឹងហើយចាំម៉ែជាអ្នកដាំកូនឯងមិនដាំទេទុកម៉ែអ្នកដាំវិញហើយអាទឹកហ្នឹងចាំម៉ែឲ្យអ្នកបំរើហ្នឹងយកទៅឲ្យកូនឯងរាល់តែព្រឹកមកព្រឹកហ្នឹងគឺមួយដបហើយកូនឯងត្រូវផឹកឲ្យអស់ណានៅពេលដែលបងណារីគាត់ឮបែបហ្នឹងគាត់ក៏ឆ្លើយថាចាម៉ែ
chăm mà anh thôi chân ở ban đây lại thành nhom đam tới vì ọt lõ rồi có nhom đam ọt tới có mình đăng này chẳng chăm mà anh sầm rạch vô tam nâng từ nó pe nung mà đai không mê rồi bỏ quạt nó có ban có mỏng năm luôn một mà chốt tiền đấy hãy có thưa nó tam ở vậy để quạt ban này dây chẳng quạt ban đam tức hay có ban ơi nè bông ráo nữa vô từ ơi nơi ai té rồi bỏ côn pro xa quát đại miền một tháng bong nà ri nâng bong nà ri quạt có ban từ tua vô hay có ban phật hay phật nó cứ phật môn bái mẹn phật bài ruồi chứ có tha năm nâng vì là vinh vì chu vì chót nè bà hơi khăn bỏ việc cứ bị bạ mình đền bị bạ lê bị bạ bỏ đi dài nè có tha miền pê khla quạt phật quạt plek bà plek bật tả hớm mà nè quạt uột tranh mò bà vừa quạt nâng chlu quạt uột quạt hộp bài ở bàn đời xa ta năm nừng chẳng hay ở đây là bảo quạt khơi bẹp nâng ạ quạt có ba này vậy thà ở ấy tê ôn ơi bà sân triệu anh lệp hay về về thân y chẳng á bạch lệp tê bạch miên bạch ấy tê côn trăm bón tư này vậy prap mà đài bảo bòn tha chốc đám tư đời xa tàu này nâng bà bạ lệp bích bà bạn phất bích năm nâng nơi bê đại bong là đi quạt lưu bẹp nâng có riêng sở bài chật đầy đời xa tại vì bà bạn lệp mẹn bà bạn phất mẹn nó phải đại đây này vậy prap bẹp nâng có riêng thu truông này bạch lệp bạch phất đây chăm từ prap mà đại không mê từ bê vì lý có chiên chô từ đó ngày ở tật tiệt đấy bê nông bố quát còn nòm khi từ chụp cửu xa rồi bỏ bóng thia đuổi đám nơi bê núp bóng thia còn cả ban này vậy prap cho mùi nâng đai bỏ quát tha mẹ ơi bà bôn nhóm ọt miên tây pu tê năm đây mà anh thưa oi đây mà anh đam oi nữa á có chọc đam tới mày ơi mà đây là bà quát nó có xu tham mấy các đấy bạn chọc oi đam bông thì nó còn có prap tha đời xa tại bà bôn bỏ nhóm nâng kê bà bạn phật nè phật tới nó cứ uột phong ấy phong á nè mẹ hay có bài tức ọt nhanh tê nhưng mà nó bà bôn nhóm này mà đây là bà quát nó có ban này vậy là anh tha có ron từ năm là vinh bẩn nâng trom mà đấy hãy trong miền cồn con từ năm bẩn nâng trom bản hãy nom kia từ thưa ấy hả nom kia cất rosi ấy mà đại không mấy được bọc quạt nó còn đi giấy khăng rồi đấy nữ lỡ tóc bài mười penu nó penu bông thia nó còn có ban này vậy prap tha lợn trái tới mẹ ba buộc trong miên tam thọ mà triệt hay còn mình miên côn đây bà vừa tam thọ mà triệt hay có miên hay có phật năm chân nâng hay có miên đây lấy trái từ trăm nhôm từ ở phía xa pet ở chạ vô côn mong từ nợ pe nút mà đai được bao quạt nó còn vậy thiệt tha anh oi bộ ấy nữa phật năm nó phật còn mình ban phong nom khni trong rô tại vì thi thay thôi nom khni trong lôi nó pe đai này vậy rồi ha 10 pe lúc bà còn ông khné hộp giang là bình chu chọt tự ọt nhanh thế 10 pe lúc pe vì lý của ban có lỏng phật tới ngày cày một tiền nửa pe nú bong nà rí con cả ban bậc phía xa cho môi đường đây được bà quát đã miền cho mỗi thà bong thia nừng thà bong lương chơi thế nhưng từ chạm côn mong nửa pe nú bong thia nó còn có cật bạp nừng đây từ chạm côn tới ôn chăng từ bậc phía xa cho môi đường pet mới pet kế có bàn này nóm bà tẹt tôn từ nâng cá chạm côn nừng chạm vô côn nữa hay nhóm có sợi đăng đây vì thi mùi nâng kia thưa mấy ấy mấy thế kiếm sông rầm lông từ nó pe nút bong là rí con có bàn này vậy prap bọn thêm tẹt thá có chạm côn ruồi pe nóng vía cả chọp côn nữa nè quạt miền tây pua có bồn tài miền mình ban bồn màn khai nổi tề côn đại nơi kháng không tây pua rồi bao quát nữa nghe sắp tay rồi lụt tranh một côn ở không tây bao quát nó cứ thẹn này ngọc nè ọt nơi tề ọt chọp tề pet kê có ban này vậy thà đời xa tại kháng không rồi bao bong nà rí nữa nghe cái đau bị chẳng hay tập thơ oi côn nó ọt chọp bên top pi bong nà rí có ban lư pet này vậy bạc nứng cứ có
តក់ស្លុតខ្លាំងមែនទែនគាត់សោកស្ដាយគាត់សោកសៅខ្លាំងមែនទែននៅក្នុងចិត្តរបស់គាត់មានអារម្មណ៍ថាស្ដាយកូននឹងមែនទែនគាត់ធ្វើអស់ប្រាក់លានហើយក៏ប៉ុន្តែនៅតែអត់បានផលទៀតអញ្ចឹងហើយមិនដឹងថាយកចម្លើយយកលទ្ធផលមួយហ្នឹងទៅប្រាប់ម្ដាយក្មេកយ៉ាងម៉េចទេពេលនោះប្តីរបស់គាត់នឹងក៏បានចូលមកបាទនិយាយជាមួយនឹងបងណារីគាត់ថាមិនអីទេអូនមិនបាច់ភ័យទេចាំបងជាអ្នកចូលទៅនិយាយជាមួយនឹងម្ដាយរបស់បងហើយថ្ងៃអាទិត្យហ្នឹងចាំពួកយើងហ្នឹងទៅមុនគេទៅពីព្រឹកបន្តិចទៅកុំតន់ឲ្យពួកបងប្អូនមកតន់ហើយចាំបងហ្នឹងអ្នកចូលទៅនិយាយជាមួយនឹងម្ដាយរបស់បងប្រាប់ម្ដាយរបស់បងនៅពេលដែលបងណារីគាត់ឮបែបហ្នឹងគាត់ក៏រៀងធូរចិត្តបន្តិចថ្ងៃអាទិត្យក៏ឈានចូលមកដល់នៅពេលដែលឈានចូលមកដល់ពួកគាត់ក៏នាំគ្នាធ្វើដំណើរទៅផ្ទះម្ដាយរបស់បងធាហ្នឹងពីព្រឹកព្រលឹមទៅឲ្យដល់មុនគេណាដើម្បីទៅនិយាយរឿងហ្នឹងពេលនោះទៅដល់ផ្ទះនោះហើយបងធាហ្នឹងជាមួយនឹងបងណារីគាត់ក៏បានចុះពីលើឡានទៅហើយបងធាហ្នឹងគាត់ក៏ឲ្យបងណារីចូលទៅអង្គុយចាំនៅលើតុសិនចាំគាត់ចូលទៅនិយាយជាមួយនឹងម្ដាយរបស់គាត់នៅក្នុងបន្ទប់របស់ម្ដាយគាត់ហ្នឹងក៏ប៉ុន្តែដោយសារតែការចង់ដឹងរបស់បងណារីថាគេនិយាយអីគ្នាអញ្ចឹងហើយគាត់ក៏បានតាមទៅស្ដាប់នៅពេលនោះគាត់ក៏បានឮថាប្តីរបស់គាត់ហ្នឹងនិយាយប្រាប់ម្ដាយគាត់ថាអត់នៅទេម៉ែអើយប្រពន្ធខ្ញុំគឺគេរលូតកូនហើយនៅពេលដែលគាត់និយាយបែបហ្នឹងរួចម្ដាយរបស់បងធាហ្នឹងគឺគាត់និយាយស្រែកលឺបណ្ដោយដោយសារតែម្ដាយរបស់បងធាហ្នឹងគឺគាត់ជាអ្នកនិយាយលឺណាអញ្ចឹងហើយគឺគាត់ស្រែកយោបណ្ដោយគាត់ថាហេតុអីមនុស្សស្រីមកកណោហេតុអីកូនឯងមិនស្រឡាញ់ទៅស្រឡាញ់អីមីនឹងវាខុសគេខុសឯងកូនឯងមើលម៉ែនេះម៉ែមានកូនប្រុសបានទៅដល់3នាក់កូនឯងបងហើយនឹងប្អូនពៅកូនឯងនេះឃើញអត់នឹងម៉ែអត់ខុសប្រក្រតីទេហេតុអីបានកូនឯងទៅយកមីមនុស្សស្រីដែលវាខុសប្រក្រតីមកធ្វើប្រពន្ធនៅពេលដែលបងណារីគាត់ឮបែបហ្នឹងហើយទឹកភ្នែករបស់គាត់នឹងគឺស្រក់ម៉ាត់តែម្ដងគាត់មិននឹកស្មានណាថាម្ដាយក្មេករបស់គាត់និយាយបែបហ្នឹងមិនត្រឹមតែប៉ុណ្ណោះទេម្ដាយក្មេករបស់គាត់ក៏បាននិយាយបន្ថែមទៀតថាអស់លុយប្រាក់លានហើយវាមិនបានផលទៀតបើសិនជាវាមានកូនឲ្យកូនឯងមិនបានណាចាស់ទៅកូនឯងទៅពឹងអ្នកណាកូនឯងចាស់ទៅតើអ្នកណាជាអ្នកមើលថែពិបាកណានៅពេលដែលចាស់ទៅបើវាមានកូនឲ្យកូនឯងមិនបានទៅយកមីផ្សេងដែលវាអាចមានកូនឲ្យកូនឯងបានទៅគាត់ថាពាក្យមួយម៉ាត់នេះគឺចុកខ្លាំងមែនទែនដូចគេដំពី3អាញួរកណ្ដាលមុខគាត់អញ្ចឹងគាត់ថាចុកខ្លាំងមែនទែនចុកទាំងដែលវាអត់មានឈាមណានៅពេលដែលគាត់លឺរួចគាត់ក៏បានរត់ទៅខាងក្រោមវិញបាទហើយក៏អង្គុយយំនៅលើតុនោះមិនយូរប៉ុន្មានទេបងធាគាត់ក៏បានចុះមកជាមួយនឹងម្ដាយរបស់គាត់បងប្អូនអ្នកដទៃហ្នឹងគេក៏បានមកហើយពេលនោះបងធាហ្នឹងគាត់ក៏បានឃើញថាប្រពន្ធរបស់គាត់ហ្នឹងគឺមានទឹកភ្នែកហើយទឹកមុខរបស់គាត់ហ្នឹងគឺអត់សូវស្រួលទេអញ្ចឹងហើយក៏បាននិយាយលួងលោមបងណារីក៏ថាមិនអីទេបងអត់អីទេបន្ទាប់មកទៀតអ្នកបម្រើពួកគេក៏នាំគ្នាលើកម្ហូបមកដាក់លើតុហើយនៅពេលនោះផងដែរម្ដាយក្មេករបស់បងណារីនឹងក៏ចាប់ផ្ដើមស្ដីបន្ទោសឲ្យបងណារីនឹងនៅមុខគេគាត់និយាយឡើងថាអញស្មានតែវាមានកូនចុះឡើងកូនវាអាលូតបាត់ធ្លាក់បាត់ហើយនិយាយនៅមុខគេមុខឯងបាទមុខកូនប្រសារបស់គាត់ដតីទៀតនៅពេលនោះបងណារីនឹងគឺគាត់យំហើយគាត់ក៏និយាយដដែលនឹងអ្នកផ្សេងគេព្យាយាមដូររឿងនិយាយក៏ប៉ុន្តែម្ដាយក្មេកគាត់នឹងអត់ព្រមបដូរទេបាទចាក់សារដែលនឹងនិយាយទៅគឺដាក់សម្ពាធឲ្យបងណារីខ្លាំងមែនទែនបងណារីគាត់ទ្រាំអត់បានបាទ
គាត់ក៏បានស្រែកដាក់ម្ដាយក្មេកគាត់វិញថាមិនមែនថាខ្ញុំមិនចង់បានទេម៉ែខ្ញុំចង់បានណាស់កូនក៏ប៉ុន្តែវាមិននៅឲ្យខ្ញុំធ្វើមិនវាជ្រុះហើយឲ្យខ្ញុំធ្វើមិនមិនមែនតែខ្ញុំមិនចង់បានទេខ្ញុំព្យាយាមណាស់គាត់ថាពេលហ្នឹងគឺគាត់លេងខ្វល់ហើយគាត់ដាក់ម្ដាយក្មេករបស់គាត់វិញបាទលេងຕົកមុខឲ្យប្តីហើយលេងຕົកមុខលេងខ្វល់មុខអ្នកណាហើយដាក់តែម្ដងនៅពេលដែលនិយាយរួចអីរួចជូតទឹកភ្នែកហើយក៏បានដើរចេញពីតុបាយមនុស្សទៅហើយក៏បានចូលទៅអង្គុយនៅក្នុងឡានរបស់គាត់មិនយូរប៉ុន្មានទេប្តីរបស់គាត់នឹងបាទក៏បានរត់តាមគាត់មកហើយក៏បានបើកទ្វារចូលទៅក្នុងឡាននោះដែរពេលនោះគាត់ក៏បាននិយាយថាកើតអីអូនថ្ងៃហ្នឹងអូនឯងកើតអីមែនរាល់ដងម៉ែគាត់និយាយអូនឯងទ្រាំបានក៏ប៉ុន្តែហេតុអីបានព្រឹកហ្នឹងអូនឯងមានអារម្មណ៍អញ្ចឹងអូនឯងអត់ស្រួលអីមែនពេលនោះបងនារីហ្នឹងគាត់ក៏បាននិយាយប្រាប់គាត់ថារាល់ដងអូនទ្រាំបានអូនអត់ថាអីទេក៏ប៉ុន្តែម្ដងនេះអូនវាឈឺពេកអូនបាត់បង់កូនមិនមែនថាអូននឹងមិនស្រឡាញ់ឬក៏មិនចង់បានទេអូនចង់បានក៏ប៉ុន្តែហេតុអីបានម្ដាយរបស់បងឯងនឹងគាត់គិតអាក្រក់មកលើអូនមិនត្រឹមតែប៉ុណ្្នឹងទេអូនលួចស្ដាប់ហើយអូនលឺហើយហេតុអីបានចង់បំបែកបាក់អូនហើយនឹងបងឯងដោយសារតែអូនមានកូនអត់បានហេតុអីនៅពេលដែលបងធាគាត់លឺបែបហ្នឹងគាត់ក៏បានដឹងហើយគាត់ថាអូនេះហើយដោយសារតែប្រពន្ធរបស់គាត់នឹងបានទៅលឺនៅអ្វីដែលគាត់បាននិយាយគ្នាណានិយាយជាមួយនឹងម្ដាយរបស់គាត់នឹងទើបធ្វើឲ្យប្រពន្ធរបស់គាត់នឹងគឺគាត់ខឹងខ្លាំងអញ្ចឹងហើយទើបធ្វើឲ្យប្រពន្ធរបស់គាត់នឹងហ៊ានតមាត់ជាមួយនឹងម្ដាយរបស់គាត់នៅក្នុងថ្ងៃនេះអញ្ចឹងហើយនៅពេលដែលគាត់បានលឺរួចអីរួចគាត់ក៏បាននិយាយឡើងថាអត់អីទេអូនឯងកុំទៅខ្វល់ពីសម្ដីគាត់និយាយចឹងក៏ដោយក៏បងអត់ទៅណាចោលខ្លួនឯងដែរបងអត់អាចចោលខ្លួនឯងបានទេទោះជាខ្លួនឯងអត់មានកូនឲ្យបងក៏មិនអីដែរមិនមែនថាបងមិនចង់បានទេបងចង់បានក៏ប៉ុន្តែបើសិនជាអូនឯងមានកូនអត់បានបងអត់ទៅយកអ្នកណាទេដោយសារតែហេតុផលប៉ុណ្ណឹងបងអត់ចោលខ្លួនឯងទេអូនឯងកុំភ័យថាខ្លួនឯងនឹងមេម៉ាយបងអត់ទៅចោលខ្លួនឯងទេនៅពេលដែលបងនារីគាត់លឺបែបហ្នឹងបាទគឺគាត់រំភើបហើយគាត់រៀងសប្បាយចិត្តមកបន្តិចហើយដោយសារតែប្តីរបស់គាត់ហ្នឹងនិយាយបែបហ្នឹងហើយទឹកមុខប្តីរបស់គាត់ហ្នឹងគឺនិយាយមើងម៉ាត់ណាស់ម្យ៉ាងវិញទៀតគឺគាត់និយាយម៉ាត់ណាគឺម៉ាត់ហ្នឹងគាត់អត់ដែរនិយាយលេងទេអញ្ចឹងហើយទើបធ្វើឲ្យបងនារីហ្នឹងគាត់ទុកចិត្តទៅលើបងធាថាបងធាគ្មានថ្ងៃដែលបោះបង់គាត់នោះឡើយដោយសារតែគាត់អត់មានកូនហ្នឹងគឺគាត់មិនធ្វើអញ្ចឹងទេគាត់មិនបោះបង់ចោលទេនៅក្នុងថ្ងៃនោះក៏បានកន្លងផុតទៅមិនសូវ happy ប៉ុន្មាននោះទេបន្ទាប់មកទៀតបងធាហ្នឹងគាត់ក៏បាននិយាយប្រាប់ជាមួយនឹងបងនារីបាទគាត់និយាយថាអូនអើយអាទិត្យមុនខែមុនហ្នឹងគឺអូនឯងបាននិយាយមិនល្អជាមួយនឹងម្ដាយរបស់បងអញ្ចឹងហើយថ្ងៃអាទិត្យក្រោយនេះយើងទៅសុំទោសគាត់វិញហីនៅពេលដែលបងនារីគាត់ឮបែបហ្នឹងគាត់ក៏មិនបានជំទាស់អីទេគាត់យល់ស្របគាត់ថាអូខេអូនទៅសុំទោសគាត់ក៏បានដែរដោយសារតែអូនវារៀងមួម៉ៅដែរថ្ងៃនោះអញ្ចឹងហើយចាំអូនទៅសុំទោសគាត់ក៏បានទៅសុំទោសម្ដាយក្មេករបស់គាត់នឹងទៅម្ដាយក្មេករបស់គាត់នឹងក៏មិនសូវពេញចិត្តនឹងទង្វើដែលគាត់ធ្វើទេហើយគាត់ក៏មិនសូវចូលចិត្តដែរតាំងពីពេលនោះមកគាត់រៀងស្ដីគាត់រៀងបន្ទោសឲ្យអញ្ចឹងណាក៏ដោយសារតែបងនារីនឹងអត់មានការងារឬក៏មិនមែនជាកូនអ្នកមានទេបាទដូចខ្ញុំបាននិយាយប្រាប់អញ្ចឹងគឺគាត់រស់នៅជាមួយនឹងយាយតាំងពីតូចមកអញ្ចឹងហើយគាត់បាទឋានៈរបស់គាត់អ្នកផ្ទះរបស់គាត់នឹងមិនមែនជាអ្នកមានទេខុសពីកូនប្រសាដតីទៀតកូនប្រសាដតីទៀតគឺគេមានការងារធ្វើបាទគ្រួសាររបស់គេធូរធារខុសពីបងនារីអញ្ចឹងហើយទៅធ្វើឲ្យម្ដាយក្មេករបស់គាត់នឹងតែងតែនិយាយថាបងនារីនឹងគឺទំនេរជាងគេបាទអត់សូវហត់ទេអត់ដូចអ្នកផ្សេងទេតែងតែនិយាយបែបហ្នឹងនៅមុខគេមុខឯងហើយបងនារីនៅពេលដែលគាត់ឮបែបហ្នឹង
គាត់ក៏រៀងទ្រាំទៅមិនដឹងថាត្រូវធ្វើមិនបន្ទាប់មកទៀតបងណារីនឹងគាត់ក៏គិតថាគាត់ចង់ធ្វើការចង់មានការងារមួយផ្ទាល់ខ្លួនណាសម្រាប់ការរកប្រាក់ចំណូលឲ្យខ្លួនឯងកុំឲ្យម៉ែក្មេងនឹងមើលងាយពេកអញ្ចឹងហើយគាត់ក៏ចង់លក់អនឡាញគាត់ថាពេលនោះគាត់លក់របស់តិចតួចអីចឹងទៅនៅតាមអនឡាញដើម្បីចិញ្ចឹមខ្លួនឯងហើយក៏មិនចង់ឲ្យម្ដាយក្មេកនឹងមើលងាយគាត់ថានៅពេលនោះការមានកូនរបស់គាត់នឹងនៅតែបន្តទៀតការចង់មានកូនហ្នឹងណាអត់បានបោះបង់ទេចង់មានបន្តទៀតគាត់ថាពេលហ្នឹងចង់មានធម្មជាតិហ្នឹងក៏អត់មានកូនដែរបន្ទាប់មកទៀតហ្នឹងគឺលេបថ្នាំក៏អត់មានដែរបន្ទាប់មកទៀតហ្នឹងក៏វិទ្យាសាស្ត្រក៏អត់មានដែរកូនហ្នឹងគឺមានក៏ប៉ុន្តែអត់ជាប់អញ្ចឹងហើយវិទ្យាសាស្ត្ររួចហើយធម្មជាតិក៏រួចហើយដែរនៅសល់មួយយ៉ាងទៀតនោះគឺអបិយជំនឿគឺគាត់អត់តន់ឆ្លងកាត់ទេអញ្ចឹងហើយគាត់បានឮថាវត្តណាស័ក្តិសិទ្ធិកន្លែងណាស័ក្តិសិទ្ធិសុំអីបាននឹងឬក៏សុំកូនបាននឹងគឺគាត់ទៅស្ទើរតែគ្រប់កន្លែងគ្រប់តែទិសទីតែម្ដងគាត់ថាគាត់ចំណាយលុយច្រើនណាស់នៅក្នុងការធ្វើដំណើរទៅកន្លែងផ្សេងហើយទៅបន់ស្រន់ទៅសុំកូនបាទពីវត្តនេះពីនោះពីនេះគេប្រាប់ថាកន្លែងណាល្បីហ្នឹងគឺទៅកន្លែងហ្នឹងហ្មងមិនត្រឹមតែប៉ុណ្្នឹងទេទៅដល់ក្រៅប្រទេសទៀតបាទទៅដល់ណាដល់នៃដល់ប្រទេសចិនអូគឺស្ទើរតែគ្រប់កន្លែងដែលគេថាសុំហើយបានកូនសុំហើយមានពិតគឺទៅសុំគ្រប់កន្លែងហ្មងតែលទ្ធផលហ្នឹងគឺអត់មានកូននៅពេលដែលអត់មានរហូតដល់មានថ្ងៃមួយហ្នឹងក៏បាទត្រូវទៅជួបជុំគ្រួសារទៀតហើយនៅពេលដែលទៅដល់ជួបជុំគ្រួសារនោះថ្ងៃនោះគឺជាថ្ងៃដែលទិញរបស់សែនអញ្ចឹងហើយម្ដាយក្មេករបស់គាត់ហ្នឹងក៏បាននិយាយប្រាប់ថាតោះណារីទៅទិញអីជាមួយនឹងម៉ែដោយសារតែកូនឯងហ្នឹងវាមិនសូវហត់ដូចបងទេបងផ្សេងហ្នឹងវាហត់កូនឯងវាមិនសូវហត់ទេអត់សូវមានការងារធ្វើតោះទៅទិញរបស់មួយម៉ែទៅយូររបស់បន្តិចពេលនោះគាត់ក៏បានទៅក្រៅជាមួយនឹងម្ដាយក្មេករបស់គាត់ដើម្បីទៅយូររបស់ពេលនោះម្ដាយក្មេករបស់គាត់នឹងក៏បានចូលទៅទិញនេះទិញនោះដើម្បីរៀបចំរបស់សែនណាទិញផ្កាទិញនំទិញអីអញ្ចឹងទៅបងណារីនឹងក៏ជាអ្នកកាន់របស់ដែលម្ដាយក្មេកគាត់ទិញរហូតឈានចូលមកដល់តូបមួយនៅពេលនោះម្ដាយក្មេករបស់គាត់នឹងក៏បានចូលទៅនិយាយជាមួយនឹងអ្នកលក់នឹងក៏បានសួរថាមិនហើយឆ្នាំនេះសុខភាពល្អអត់សប្បាយចិត្តអត់អីអត់ចឹងទៅសួរសុខទុក្ខគ្នាទៅវិញទៅមកណាម្ដាយក្មេករបស់គាត់នឹងក៏បាននិយាយថាមានអីសុខសប្បាយតើក៏ប៉ុន្តែមិនសូវសប្បាយចិត្តទេឆ្នាំនេះដោយសារតែកូនកដាលហ្នឹងណាវារៀបការអស់រយៈពេលចង់2ឆ្នាំនេះ2ឆ្នាំជាងហើយក៏មិនដឹងដែរវាអត់មានកូនប្រើសោះវាអត់ដូចបងប្អូនវាសោះអត់ដឹងកើតអីហើយនោះម្នាក់នោះប្រពន្ធវាគាត់ក៏បានចង្អុលឲ្យគេមើលបាទចង្អុលមកកាន់បងណារីនឹងឲ្យគេមើលថានោះកូនប្រសារបស់គាត់អត់មានកូនទេមិនដឹងតែកើតអីវាចាក់ហើយអីហើយក៏អត់មានដែរបងណារីគាត់លឺបែបហ្នឹងគាត់មានអារម្មណ៍ថាគាត់អន់ចិត្តដែរមិនគួរណាម្ដាយក្មេករបស់គាត់នឹងនិយាយដើមគាត់នៅមុខអញ្ចឹងទេហើយគាត់ក៏រៀងខ្មាស់គេដែរគេមើលមកគាត់នៅពេលដែលអ្នកលក់លឺបែបហ្នឹងគេក៏ឃើញទឹកមុខរបស់បងណារីរៀងសោកសៅដែរណាអញ្ចឹងហើយគេក៏និយាយប្រឡប់ថាមិនអីទេឆ្នាំនេះចាំសុំដូនសុំតាទៅហ្នឹងហើយសុំកងម៉ាទៅបន្តិចហ្នឹងមានហើយមិនអីទេរឿងចឹងអ្នកណាក៏ឆ្លងកាត់ហើយដែរបន្តិចហ្នឹងនឹងមានហើយមិនអីទេមិនបខំគ្នាទេទៅរឿងរ៉ាវហ្នឹងវាក៏កន្លងផុតទៅបងណារីក៏ថាគាត់ពិបាកចិត្តមែនតើនៅពេលដែលជួបម៉ែក្មេករបស់គាត់ហ្នឹងគឺវេទនាចិត្តណាស់យ៉ាប់ជាងជួបខ្លាទៀតថ្ងៃនោះគាត់ក៏បានបាទទិញរបស់ជាមួយនឹងម្ដាយក្មេកគាត់រួចទៅស្អែកថ្ងៃថ្មីក៏ឈានចូលមកដល់នៅពេលដែលគាត់ទៅផ្ទះរបស់ម៉ែក្មេកគាត់ហ្នឹងថ្ងៃហ្នឹងគឺជាថ្ងៃសែនហើយនៅពេលដែលគាត់ទៅដល់ផ្ទះម្ដាយក្មេកគាត់
ម្ដាយក្មេករបស់គាត់ហ្នឹងក៏បានប្រើទៀតដែរដោយសារតែម្ដាយក្មេករបស់គាត់ហ្នឹងគឺបានកំងមន់កំងទានៅតូបដដែលហ្នឹងតូបដែលគាត់បាននិយាយដើមបងណារីហ្នឹងណាហើយឲ្យបងណារីហ្នឹងទៅយកមន់ទាមកពីតូបនោះទៅផ្សារហ្នឹងទៅអញ្ចឹងតែបងណារីហ្នឹងគាត់ក៏បានឡើងឡានហើយក៏បានបាទជិះឡានទៅផ្សារនៅពេលដែលទៅដល់ផ្សារទៅដល់តូបនោះអ្នកលក់ហ្នឹងគាត់ក៏បានសួរបងណារីគាត់ថាអូហើយហ្នឹងឯណារីហ្នឹងអីដែលកូនប្រសារបស់អ៊ំមកម្សិលមិញហ្នឹងណាបងណារីគាត់ក៏បានឆ្លើយប្រាប់ថាចាខ្ញុំនឹងឯងហើយម្ចាស់តូបហ្នឹងគាត់ក៏បាននិយាយគាត់ថាមិនអីទេមីងក៏យល់អារម្មណ៍មួយហ្នឹងដែរដោយសារតែមីងហ្នឹងបានរៀបការជាមួយនឹងគ្រួសារចិនដែរអត់អីទេក្មួយមីងយល់អារម្មណ៍មួយហ្នឹងនៅពេលនោះបងណារីហ្នឹងគាត់ក៏បានរៀបរាប់ប្រាប់តាក់ទងទៅនឹងបាទរឿងរ៉ាវពីមុនមកគាត់ចង់មានកូនយ៉ាងម៉េចគាត់ធ្វើអីខ្លះគាត់ចាក់កូនផងរហូតមកដល់ឥឡូវហ្នឹងគឺគាត់ជឿខាងអបិយជំនឿទៅវត្តនេះវត្តនោះទៅក្រៅប្រទេសទៀតក៏នៅតែមិនមានកូនអញ្ចឹងហើយគាត់ក៏បាននិយាយប្រាប់រឿងរ៉ាវទាំងអស់ហ្នឹងទៅប្រាប់មីងអ្នកលក់ហ្នឹងហើយមីងអ្នកលក់ហ្នឹងមានអាយុប្រហែលជា40ជាងអ្នកលក់ហ្នឹងគាត់ក៏បាននិយាយប្រាប់គាត់ថាអូក្មួយឯងជឿអបិយជំនឿដែរអីឥឡូវអញ្ចេះនេះមីងមានឃើញថាអ្នកស្រុកអ្នកភូមិហ្នឹងណាគឺគេល្បីខ្លាំងមែនតើនេះខ្ទមផ្លូវទៅផ្សារយើងហ្នឹងចាំមីងប្រាប់ផ្លូវនៅពេលនោះមីងអ្នកលក់ដូរហ្នឹងគាត់ក៏បានប្រាប់ផ្លូវបងណារីទៅបងណារីគាត់ក៏បានថាអូចាគាត់ឃើញណាគាត់ក៏ចេះតែចាទៅគាត់ដឹងតែគាត់មិនចង់ទៅទេដោយសារតែគាត់គិតថាអីគេទៅសុំខ្ទមអីប៉ុណ្ណឹងបានបើគាត់ទៅវត្តល្បីទៅកន្លែងល្បីនៅតែមិនមានហើយខ្ទមមួយហ្នឹងវាមិនដែលស័ក្តិសិទ្ធិដល់ថ្នាក់ហ្នឹងទេគឺគាត់មិនជឿណាអញ្ចឹងហើយគាត់ក៏ចេះតែចាទៅមីងអ្នកលក់ហ្នឹងគាត់ក៏បានសរសេររួចអីរួចបាទបងណារីគាត់ក៏បានឡើងឡានយកមន់យកទាដាក់លើឡានហើយក៏បានជិះឡានចេញទៅនៅពេលដែលសែនរួចអីរួចបាទពេលវេលាក៏បានកន្លងផុតទៅស្ទើរតែមួយអាទិត្យទៅហើយគាត់ចង់ភ្លេចហើយអារឿងមួយហ្នឹងដែលគេបានប្រាប់ថាខ្ទមនឹងអីអញ្ចឹងណាគាត់ចង់ភ្លេចហើយអារឿងហ្នឹងពេលហ្នឹងគឺគាត់បានណាត់ជួបជាមួយនឹងមិត្តភ័ក្តិរបស់គាត់ដោយសារតែមិត្តភ័ក្តិរបស់គាត់ហ្នឹងបាននិយាយប្រាប់គាត់ថាអញមានជំនឿមួយជំនឿហ្នឹងគឺយកពោះអ្នកដែលមានកូនហ្នឹងយកទៅបុកជាមួយនឹងពោះហែងហ្នឹងអាចនឹងមានកូនដែរនៅពេលហ្នឹងបងណារីគាត់ក៏បានណាត់ជួបជាមួយនឹងមិត្តភ័ក្តិរបស់គាត់ម្នាក់ហ្នឹងហើយក៏បានធ្វើតាមការណែនាំរបស់មិត្តភ័ក្តិគាត់ទៅមិនត្រឹមតែប៉ុណ្ណោះទេមិត្តភ័ក្តិរបស់គាត់ហ្នឹងក៏ណែនាំទៀតថាគេឲ្យលួចយក Pampers របស់កូនក្មេងយកទៅទុកនៅក្រោមខ្នើយកើយនៅពេលដែលបងណារីគាត់ឮបែបហ្នឹងគាត់ធ្វើតាមទៀតគាត់ធ្វើតាមការណែនាំរបស់មិត្តភ័ក្តិគាត់ហ្នឹងទៀតគាត់ទៅលួចអា Pampers របស់កូនក្មេងហ្នឹងបាទយកទៅដាក់ក្រោមខ្នើយកើយទៀតក៏ប៉ុន្តែអត់មានអញ្ចឹងហើយក៏ខលទៅប្រាប់មិត្តភ័ក្តិរបស់គាត់ថាអញអត់មានទេធ្វើមិនក៏អត់មានដែរនៅពេលនោះគាត់ក៏បាននិយាយប្រាប់គាត់ថាអញបានទៅជួបជាមួយនឹងមីងអ្នកលក់នៅផ្សារណាគាត់បានប្រាប់អញហើយក៏ឲ្យទៅអុជធូបទៅសុំនៅខ្ទមមួយកន្លែងផ្លូវទៅផ្សារនឹងឯងក៏ប៉ុន្តែឯងអត់ទាន់បានទៅទេនេះមិត្តភ័ក្តិរបស់គាត់ហ្នឹងក៏បាននិយាយគាត់ថាហើយទៅសាកច្រើនកន្លែងឯតាហើយក៏អត់មានផលអីទេអត់មានឃើញអីប៉ុណ្ណឹងឥឡូវឯងទៅសាកមកកន្លែងទៀតក៏វាមិនអីដែរទៅសាកមើលពួកម៉ាក់ពេលហ្នឹងគាត់ក៏នឹកឃើញបែបហ្នឹងដែរយល់ស្របតាមហ្នឹងទៅហើយក៏ទៅសាកពេលហ្នឹងគាត់ក៏បានជិះឡានតាមកន្លែងដែលអ្នកលក់គេបានប្រាប់ហ្នឹងគាត់ថាគាត់ចេះតែទៅបើស័ក្តិសិទ្ធិមែនក៏ឃើញបើសិនជាគេមិនចង់ឲ្យយើងមានក៏មិនឃើញដែរខ្ទមហ្នឹងអញ្ចឹងហើយក៏សម្រេចចិត្តថាទៅឃើញមិនឃើញក៏អត់ទៅមិនអីទេនៅពេលដែលគាត់ទៅរឿយហ្នឹងក៏បានឃើញថាមានខ្ទមមួយមែនហើយខ្ទមមួយហ្នឹងគឺគាត់ចាំអត់ច្បាស់ទេ
ថាខ្ទមនឹងនៅខាងក្រោមដើមគៀបក្តាមឬក៏នៅខាងក្រោមដើមពោគឺគាត់ចាំអត់ច្បាស់ហើយណាបន្ទាប់មកទៀតគាត់នៅក្នុងឡានហ្នឹងគាត់ក៏បានឃើញថាមានអ្នកស្រុកអ្នកភូមិប្រហែលជា3 4នាក់ដែលពួកគេកំពុងតែអុជធូបបាទហើយក៏បានចូលទៅនិយាយបែបបន់ក៏ដូចជាបន់ស្រន់នៅក្នុងខ្ទមមួយនោះនៅពេលដែលអង្គុយមើលបានមួយសន្ទុះអ្នកស្រុកអ្នកភូមិមួយហ្នឹងគេក៏បាននាំគ្នាទៅអស់ហើយគាត់ហ្នឹងក៏បានចុះពីលើឡានមកហើយក៏បានចុះមកមើលខ្ទមមួយនោះនៅពេលដែលបងណារីគាត់បានចុះពីលើឡានមកគាត់ក៏បានដើរមកមើលនៅក្នុងខ្ទមហ្នឹងហើយគាត់ក៏បានឃើញថាខ្ទមហ្នឹងគឺគេអត់បានសរសេរផ្លាកឬក៏ខាងក្នុងខ្ទមហ្នឹងអត់មានរូបចម្លាក់អីទេឃើញមានតែតុក្កតាក្មេងប្រុសបាទនៅក្នុងខ្ទមហ្នឹងអត់មានរូបចម្លាក់ជាព្រះឬក៏បាទរូបយាយឬក៏ជារូបតាអីទេអញ្ចឹងហើយអត់ដឹងថាខ្ទមហ្នឹងគឺជាខ្ទមរបស់លោកយាយឬក៏ជាខ្ទមរបស់លោកតាទេអត់ដឹងទេហើយអត់មានផ្លាកសរសេរឈ្មោះអីទៀតអញ្ចឹងហើយអ្នកចិត្តហ្នឹងក៏អត់មានអ្នកណាឲ្យសួរទៀតអត់ដឹងថាត្រូវទៅសួរអ្នកណាទេហើយនៅពេលនោះធូបទៀនបាទនំទឹកក្រូចហ្នឹងគឺអត់តន់មានទេអញ្ចឹងហើយទើបធ្វើឲ្យគាត់នឹងជិះឡានត្រឡប់ទៅផ្សារម្ដងទៀតដើម្បីទិញធូបទិញទៀនហើយនឹងនំទឹកក្រូចដើម្បីយកមកសែននៅក្នុងខ្ទមមួយនោះនៅពេលដែលគាត់បានទិញរួចគាត់ក៏បានកាន់នំកាន់ទឹកក្រូចហើយនឹងធូបទៀនធូបហ្នឹងគាត់យកមកប្រហែលជា5សរសៃបាទហើយក៏បានអុជធូបពេលនោះគាត់ក៏បាននិយាយឡើងថាខ្ញុំអត់ដឹងថាខ្ទមហ្នឹងគឺជាលោកយាយឬក៏លោកតាទេតែខ្ញុំសូមហៅថាលោកយាយទៅបើសិនជាលោកយាយស័ក្តិសិទ្ធិពិតនោះខ្ញុំចង់បានកូនប្រុសអញ្ចឹងហើយបើសិនជាយាយស័ក្តិសិទ្ធិមែនសូមអីបាននឹងមែនខ្ញុំសូមកូនប្រុសមួយមកបើសិនជាខ្ញុំសុំទៅហើយបានដូចអ្វីដែលខ្ញុំសុំពងប្រាថ្នាមែននោះខ្ញុំនឹងទិញតុក្កតាប្រុសតុក្កតាក្មេងប្រុសយកមកដាក់ក្នុងអាស្រមរបស់យាយ100តុក្កតានៅពេលដែលគាត់និយាយបែបនឹងរួចគាត់ថាពេលនោះក៏មានខ្យល់បក់មករោគាត់ពេលហ្នឹងគឺគាត់នឹកក្នុងចិត្តហើយគាត់គិតថាអូវត្ថុស័ក្តិសិទ្ធិឬក៏របស់ស័ក្តិសិទ្ធិដែលស្ថិតនៅកន្លែងហ្នឹងគេបានទទួលហើយគេបានដឹងហើយពេលហ្នឹងគឺគាត់ព្រឺមែនតើរោមរបស់គាត់ហ្នឹងគឺបាសមកអស់ហើយនៅពេលដែលគាត់និយាយរួចគាត់ក៏បានដោតធូបនៅកន្លែងនោះទៅហើយគាត់ក៏បាននិយាយប្រាប់បន្ថែមទៀតថាមូលហេតុដែលគាត់ថាទិញតុក្កតាមកដាក់ហ្នឹងគាត់អត់ដឹងថាត្រូវដាក់អីដោយសារតែនៅខាងក្នុងខ្ទមហ្នឹងគឺគាត់មានឃើញថាមានរូបតុក្កតាក្មេងប្រុសអញ្ចឹងហើយទិញតុក្កតាក្មេងប្រុសមកដាក់មកទៅមិនដឹងថាទិញអីយកមកដាក់ណាបើសិនជាបន់ស្រន់ហើយដូចនៅអ្វីដែលគាត់បានសុំហ្នឹងមិនដឹងថាសែនអីឲ្យគេទេអញ្ចឹងហើយកុំឲ្យខុសមាត់ខុសកហ្នឹងហើយមានតែទិញតុក្កតាហ្មងទៅវាងាយស្រួលគាត់ថាពេលនោះពេលវេលាកន្លងផុតទៅប្រហែលជាមួយខែជាងឯងគាត់ថាពេលនោះគាត់អត់ស្រួលខ្លួនគាត់ថាពេលនោះគឺបាទអធិស្ឋានផងខ្ញុំមិនដឹងថាខ្ញុំនិយាយទៅវាត្រូវឬក៏ខុសទេឬក៏វាលើសលួសត្រង់ណាទេខ្ញុំសូមអធិស្ឋានទុកជាមុនគាត់ថាពេលនោះគឺរដូវរបស់គាត់អត់មកទេបងណារីណាគាត់ថារដូវរបស់គាត់អត់មកហ្នឹងគឺមានន័យថាគាត់មានផ្ទៃពោះហើយនៅពេលដែលបងណារីគាត់ដឹងបែបហ្នឹងគឺគាត់រៀងត្រេកអរដែរអញ្ចឹងហើយគាត់ក៏បានទៅទិញប្រដាប់ពិនិត្យទឹកនោមនៅតូបចាប់ហួយនៅពេលដែលទិញមកហើយក៏បានពិនិត្យទឹកនោមខ្លួនឯងមើលហើយគាត់ក៏បានឃើញថាគាត់មានផ្ទៃពោះមែនដោយសារតែវាលោត2កម្មណាអញ្ចឹងហើយគាត់អត់តន់ប្រកាសចិត្តទេគាត់គិតថាអូទិញនៅតូបចាប់ហួយប្រហែលជាវាខូចឬក៏វាអត់ល្អអីអញ្ចឹងណាអាចនឹងខុសបានអញ្ចឹងហើយទៅទិញអាប្រដាប់ប្រណិតទឹកនោមហ្នឹងនៅមន្ទីរពេទ្យនៅពេលដែលគាត់ទិញបានហើយនោះក៏ពិនិត្យមើលម្ដងទៀតហើយលទ្ធផលនោះគឺគាត់មានផ្ទៃពោះគាត់ថាពេលនោះគឺគាត់អខ្លាំងមែនទេអូកន្លែងអាស្រមកន្លែងខ្ទមនឹងគឺស័ក្តិសិទ្ធិណាសុំតែមួយខែជាងទេបាទមានកូនមែនមានផ្ទៃពោះមែន
ចឹងហើយគាត់ក៏បានថតលទ្ធផលមួយហ្នឹងផ្ញើឲ្យប្តីគាត់មើលឲ្យបងធាមើលពេលនោះបងធាគឺគាត់អខ្លាំងមែនទែនបាទគាត់កំពុងតែធ្វើការណាគាត់នៅកន្លែងធ្វើការគឺគាត់ជិះឡានបើកមកផ្ទះតែម្ដងគាត់អត់ធ្វើការថ្ងៃនោះអត់ចូលកន្លែងធ្វើការទេអញ្ចឹងហើយគាត់ក៏បានបាទត្រេកអរមែនទែនជាមួយនឹងប្រពន្ធរបស់គាត់ហើយនៅពេលនោះគាត់ក៏បានថតលទ្ធផលមួយហ្នឹងឲ្យមិត្តភ័ក្តិរបស់គាត់មើលហើយមិត្តភ័ក្តិរបស់គាត់ហ្នឹងក៏បាននិយាយផ្ដាំថាកុំតន់ប្រាប់អ្នកដតីកុំតន់ប្រាប់គេចាំបាន3ខែសិនចាំប្រាប់អញ្ចឹងហើយគាត់ក៏បាទអត់តន់ប្រាប់អ្នកណាទេប្រាប់តែប្តីគាត់ហើយនឹងមិត្តភ័ក្តិគាត់តែប៉ុណ្្នឹងឯងពេលនោះគឺជាពេលវេលាថ្ងៃអាទិត្យឈានចូលមកដល់ហើយពួកគាត់ក៏នាំគ្នាត្រឡប់ទៅជួបជុំគ្នាជាមួយនឹងគ្រួសាររបស់បងធានឹងឯងជាមួយនឹងឪពុកម្ដាយរបស់គាត់ណាពេលនោះគាត់ក៏បានយកលទ្ធផលមួយហ្នឹងឲ្យម្ដាយក្មេកគាត់មើលម្ដាយក្មេករបស់គាត់ហ្នឹងក៏អមែនទែនសប្បាយចិត្តមែនទែនឃើញតែកូនប្រសាររបស់គាត់ហ្នឹងគឺមានផ្ទៃពោះហើយអាហ្នឹងគឺសប្បាយចិត្តមកតង់ហើយក៏ប៉ុន្តែនៅចាំអត់មើលទៀតថាកូននៅក្នុងផ្ទៃហ្នឹងជាកូនស្រីឬជាកូនប្រុសអត់មើលម្ដងទៀតហើយរហូតពេលវេលាក៏បានកន្លងផុតទៅគាត់ថាវាឈានចូលមកដល់ពេលមួយដែលពួកគាត់អាចនឹងទៅឆ្លោះមើលបានហើយថានឹងជាកូនប្រុសឬក៏ជាកូនស្រីគាត់ថាពេលហ្នឹងគឺគាត់សប្បាយចិត្តខ្លាំងមែនទែនហើយក៏បានទៅពិនិត្យមើលពេលនោះពេទ្យក៏បាននិយាយប្រាប់ថាគាត់គឺទទួលបានកូនប្រុសពេលនោះគឺឆ្លោះមកអ៊ីកូមកហ្នឹងគឺអូយសប្បាយចិត្តមែនទែនឆ្លោះមកហើយបាទបានយករូបសន្លឹកមួយហ្នឹងទៅឲ្យម្ដាយក្មេកគាត់មើលឆ្លោះអ៊ីកូមកហើយហ្នឹងណាថតយកឲ្យម្ដាយរបស់គាត់មើលម្ដាយក្មេកគាត់ហ្នឹងអូសប្បាយអមែនទែនហើយបងនារីហ្នឹងក៏คล้ายទៅជាព្រះនាងនៅក្នុងផ្ទះនោះគាត់ថាគាត់មានក្តីសុខខ្លាំងមែនទែនរាល់ថ្ងៃអាទិត្យដែលគាត់ទៅជួបម្ដាយក្មេករបស់គាត់ហ្នឹងម្ដាយក្មេករបស់គាត់ហ្នឹងគឺស្ទើរតែទួលគាត់មកទៅណាមកណាគឺមិនបាច់ដើរខ្លួនឯងទេស្ទើរតែទួលគាត់ដើរណាចង់ហូបអីចង់បានអីគ្រាន់តែហាមាត់ដល់ភ្លាមមកហាមាត់ភ្លាមដល់ផ្លែតតែម្ដងរបស់ដែលគាត់ចង់បានក៏ប៉ុន្តែវាចម្លែកវាប្លែកខ្លាំងមែនទែនតាមធម្មតាអ្នកដែលគាត់មានផ្ទៃពោះគឺគាត់ចាញ់កូនមែនទេគាត់ចង់ហូបនេះហូបនោះហូបរបស់ប្លែកក៏ប៉ុន្តែបងនារីនេះគឺប្លែកខ្លាំងមែនទែននៅពេលដែលគាត់មានផ្ទៃពោះគាត់ពោះហ្នឹងណាគាត់ចង់ហូបរបស់ដែលវាស្អុយរលួយអធិស្ឋានផងសម្រាប់អ្នកដែលគាត់ហូបបាយកំពុងតែហូបបាយឬក៏កំពុងតែហូបអីចឹងណាខ្ញុំណែនាំថាឲ្យចុចស្គប់ត្រឹមនឹងសិនឬក៏បិទខ្ញុំសិនទៅបាទហូបបាយរួចពិសាបាយរួចចាំស្ដាប់វិញបងនារីគាត់បាននិយាយប្រាប់ថាគាត់ចង់ហូបតែសាច់ស្រស់ឬក៏របស់ដែលស្អុយរលួយហើយមិនត្រឹមតែប៉ុណ្ណោះទេសូម្បីតែលីមួកក៏គាត់ចង់ហូបដែរឬក៏របស់ឆ្អេះឆ្អាបគឺគាត់ចង់ហូបអញ្ចឹងហើយគាត់ក៏បានទៅពិភាក្សាជាមួយនឹងពេទ្យគេក៏បាននិយាយប្រាប់ថានេះហើយជារឿងធម្មតាទេសម្រាប់អ្នកដែលគាត់មានផ្ទៃពោះសម្រាប់អ្នកដែលគាត់ពោះជារឿងធម្មតាទេក៏ប៉ុន្តែអាចនិយាយថាបងនារីនឹងគឺគាត់ប្លែកជាងគេគាត់ចង់ហូបរបស់មិនល្អបែបហ្នឹងនៅពេលដែលបងនារីគាត់ឮបែបហ្នឹងគាត់ថាពេលនោះគឺគាត់ប្លែកខ្លួនឯងមិនមែនថាគាត់មិនដឹងទេគាត់ដឹងតែគាត់ចង់ហូបរបស់ពួកនឹងពិតមែនពេលខ្លះអធិស្ឋានផងបាទពេលខ្លះសំបីតែប្តីរបស់គាត់មានអាចភ្នែកងើបមកបលំឡើងហ្នឹងឬក៏គាត់មានបាទហៀសបោហៀអីចឹងបងនារីហ្នឹងគាត់ក៏ចង់ហូបដែរអារបស់អញ្ចឹងណាគាត់ក៏ចង់ហូបដែរមិនដឹងថាហេតុអីទេពេលវេលាក៏បានកន្លងផុតទៅពេលនោះគឺជាពេលដែលគាត់ត្រូវទៅដេកនៅមន្ទីរពេទ្យដែរដោយសារតែពោះរបស់គាត់គឺកាន់តែធំហើយម្ដាយក្មេករបស់គាត់នឹងគឺរើសថ្ងៃកើតឲ្យហើយគាត់អត់ឲ្យកើតតាមធម្មជាតិទេគឺគាត់ជ្រើសរើសថ្ងៃកើតឲ្យចៅរបស់គាត់ហើយកើតមកនឹងគឺដោយវិធីឲ្យពេទ្យនឹងគេវះកាត់
អញ្ចឹងហើយគាត់ក៏បានរើសថ្ងៃខែឲ្យចៅរបស់គាត់កើតដែរហើយពេទ្យក៏ត្រៀមវះកាត់នៅក្នុងយប់នោះផងដែរកំពុងតែគេងហ្នឹងមិនទាន់ដល់ម៉ោងវះកាត់ទេបងណារីគាត់ក៏បានគេងហើយក៏បានយល់សពថាមានមនុស្សស្រីម្នាក់ពាក់ឈុតពាក់កៅអៅល្អបាទមិនដឹងថាពាក់ឈុតអ្វីនោះទេគាត់ចាំអត់បានដែរតែអ្វីដែលគាត់ដឹងហ្នឹងគឺប្រហែលជាឈុតតាក់ទងទៅនឹងការងាររាជការបាទហើយក៏មកប្រាប់គាត់ថាកូនដែលឲ្យមកកើតជាមួយនឹងគឺជាកូនដែលមានបុណ្យអញ្ចឹងហើយចង់ឲ្យបងណារីនឹងបន្ទាប់ពីកើតកូនរួចគ្រប់ថ្ងៃសិលឲ្យកូនប្រុសម្នាក់នឹងទៅធ្វើបុណ្យនៅឯវត្តគ្រប់ថ្ងៃសិលគឺឲ្យកូនប្រុសម្នាក់នឹងជូនគេទៅធ្វើបុណ្យនៅវត្តឲ្យគ្រប់7ឆ្នាំហើយចាំឈប់ធ្វើនៅពេលដែលបងណារីគាត់ឮបែបនឹងហើយគាត់ក៏ភ្ញាក់ផ្អើលនឹងយល់សពរបស់គាត់ហើយគាត់ក៏បានភ្ញាក់ដឹងខ្លួនមកនៅពេលដែលភ្ញាក់ដឹងខ្លួនមកគាត់ថាគាត់ក៏បាននិយាយប្រាប់ម្ដាយក្មេករបស់គាត់ប្តីរបស់គាត់នៅពេលដែលម្នាក់គេឮបែបហ្នឹងឃើញថាបងណារីគាត់យល់សពបែបហ្នឹងម្នាក់ហ្នឹងគឺអខ្លាំងមែនទែននោះក៏ដោយសារតែគេគិតថាក្មេងប្រុសដែលរៀបនឹងកើតមកហ្នឹងជាក្មេងប្រុសដែលមានបុណ្យហើយជាកូនទេវតាហើយបាទជាកូនអ្នកមានបុណ្យហើយអញ្ចឹងហើយគេក៏ចង់ឲ្យកូនក៏ដូចជាក្មេងប្រុសម្នាក់ហ្នឹងកើតមកនឹងធ្វើបុណ្យឲ្យបានច្រើនបាទធ្វើបុណ្យល្អអីអញ្ចឹងទៅហើយអ្នកដែលមកប្រាប់ហ្នឹងក៏តែងខ្លួនល្អទៀតអញ្ចឹងហើយជាកូនអ្នកមានបុណ្យហើយមើលទៅជាក្មេងល្អហើយម្នាក់ហ្នឹងគឺជឿបែបហ្នឹងពេលនោះក៏ឈានចូលមកដល់ពេលដែលពេទ្យគេវះកាត់ដែរនៅពេលដែលគាត់វះកាត់រួចក៏បានកន្លងផុតទៅយ៉ាងល្អកូនដែលបានមកនោះគឺជាភេទប្រុសហើយសុខភាពរបស់គាត់នឹងគឺល្អមែនទែនល្អខ្លាំងណាស់បាទពេទ្យគេថាអត់មានអ្វីខុសប្រក្រតីទេល្អទាំងម្ដាយល្អទាំងកូននៅពេលដែលកូនបានមកភ្លាមនោះម្ដាយក្មេករបស់បងណារីនឹងគឺអខ្លាំងមែនទែនសប្បាយជាងគេជាងឯងតែម្ដងហើយបងណារីនឹងក៏សប្បាយចិត្តដែរនៅពេលដែលឃើញម្ដាយក្មេករបស់គាត់ប្តីរបស់គាត់ហើយនឹងអ្នកដតីទៀតនឹងគឺមានក្តីសុខអញ្ចឹងហើយគឺសប្បាយខ្លាំងណាស់ពេលវេលានៅក្នុងថ្ងៃនោះក៏បានកន្លងផុតទៅបងណារីគាត់បាននិយាយប្រាប់ថាគឺជាពេលវេលាមួយដែលគាត់មានក្តីសុខខ្លាំងមែនទែនគ្រប់ពេលដែលគាត់ទៅជួបជុំគ្រួសាររបស់ប្តីគាត់ព្រោះថាឪពុកម្ដាយក្មេករបស់គាត់នឹងគឺល្អជាមួយនឹងគាត់ទាំងប្អូនថ្លៃបងថ្លៃនឹងគឺល្អខ្លាំងមែនទែនអត់មានអ្នកណាគេហ៊ានមើងងាយគាត់ឬក៏ប្រើពាក្យសម្ដីអាក្រក់ដាក់គាត់ដូចពីមុននោះឡើយទោះមិនធ្វើការអីក៏បានដែរមិនត្រឹមតែប៉ុណ្ណោះទេកូនប្រុសរបស់គាត់នឹងគឺគេមើលថែគ្រប់គ្នាជាពិសេសនោះគឺបាទម្ដាយក្មេកគាត់នៅពេលដែលបងណារីគាត់អត់ទំនេរថ្ងៃសិលណាបងណារីគាត់អត់ទំនេរម្ដាយក្មេករបស់គាត់ជាមួយនឹងឪពុកក្មេករបស់គាត់នឹងឯងជាអ្នកយកកូនប្រុសរបស់គាត់នឹងទៅវត្តទៅធ្វើបុណ្យគ្រប់ថ្ងៃសិលបើបងណារីគាត់អត់ទំនេរអ្នកផ្សេងគេអ្នកជូនទៅនៅពេលនោះបងណារីគាត់ happy គាត់សប្បាយហើយនៅពេលនោះគឺជាពេលវេលាមួយដែលម្នាក់ឆ្លងកាត់នោះគឺជំងឺ Covid បាទជំងឺ Covid ហ្នឹងគឺបានឈានចូលមកដល់ហើយម្នាក់ហ្នឹងគឺប៉ះពាល់ទៅដល់ការងារបាទប៉ះពាល់ទៅដល់សេដ្ឋកិច្ចណាគឺពិបាកខ្លាំងមែនទែនការងារម្នាក់ក៏ធ្លាក់ចុះក៏ប៉ុន្តែការងាររបស់គ្រួសារបងណារីវិញអត់បានធ្លាក់ចុះទេអត់បានប៉ះពាល់អីទេអត់ដឹងថាកើតអីដោយសារតែគាត់មានកូនប្រុសហើយអាចនិយាយថាគាត់បាទល្អណាអញ្ចឹងហើយការងារសុខភាពអីក៏ដោយគឺអត់បានធ្លាក់ចុះដូចអ្នកដតីទេផ្ទុយទៅវិញនឹងគឺប្តីរបស់គាត់ជោគជ័យនៅក្នុងការងារទៀតកាន់តែរីកចម្រើនឡើងបងណារីគាត់បាននិយាយប្រាប់បន្ថែមទៀតថានៅពេលនោះការងារក៏ល្អសុខភាពក៏ល្អហើយមិត្តភ័ក្តិបងប្អូនឪពុកម្ដាយក្មេកនឹងគឺល្អគ្រប់យ៉ាងទាំងអស់អញ្ចឹងហើយសុខភាពផ្លូវចិត្តរបស់គាត់នឹងគឺមិនបាច់និយាយទេគឺរីកស្រស់ដូចផ្កាអញ្ចឹងពេលនោះពេលវេលាក៏បានកន្លងផុតទៅគាត់ថាយប់នោះគាត់កំពុងតែគេងហ្នឹងគាត់ក៏បានយល់សពថា
miền mà nụ sấy mà nè ban một chốt cái đằng một tè là bạc quạt bên nông quạt có cho lại tha mà nè sấy nâng cứ chi nè hay quạt các bạn đào trâu từ mớ mà nè sấy nâng cứ nơi càng cày tè quạt cày được bóng á nè hay các bạn chốt cái đằng bên nông quạt các bạn đào một mớ quạt tha bà hai nè mà nè sấy nâng tay cha một bàn thà lọp chụp nơi cái nè mà nè sấy nâng ban này vậy thà ôn thi nơi nè ôn thi nâng cứ chỉ mua côn pro là bạc quạt này nơi bên nút bong nà ri nâng có tha quát trên nà kế hay mà rô côn pro nhâm phơi mà nè sấy nâng ban này vậy tha đào pe lấy nhom mà vô ôn thi từ vinh nước pe đại bong nà ri quạt lư bài nâng quát ọt bài rồi bong ao thế có tha này không vô sọp rồi bạc quạt nâng nè quạt ọt bài rồi bong ao mà nè sấy nâng thế nước pe đại quạt ọt bài thấy quạt có ban đai chôl te từ mà nè sấy nâng có ban sấy lang tha anh mà sống ấy nè anh mà sống lọ ấy ọt ao anh ọt ấy ấy chẳng chăm anh phơi ngày mờ mà nè sấy nâng cứ nỉ dây bài nâng bong nà ri nâng quạt phay khăng với quạt cọp nhẹ đằng khuôn một rồi hốt chiên cho một đòn pel prek pe nú cứ chật ngày sớm mình trâm tập phần nô tê cứ côn pro rồi bạc quạt nâng pinอายุ 7 khu 7 bà chật ngày sớm hay có côn pro rồi bạc quạt nâng cứ pinอายุ cướp 7 khu pinแต่ ម្ដង anh chân hơi bong nà rí hay nâng đây rồi bạc quạt nâng chung mùi nâng côn pro rồi bạc quạt mà nè nâng ạ bà nòm khnia chi lán nòm khnia từ vọt nóไปได้ từ vọt ruột ấy ruột trở lọp một bị vọt vĩnh nóไปnú đây rồi bỏ bong nà rí nâng quạt có ban này vậy bạp tha muốn nâng chộp té cham bụi dương nòm côn từ lên xuôn ra nó ôn nóไปnú bong nà rí quạt có vô sọp tam nâng đầy có thả ok chẳng gần chẳng á bong pe nung á côn pro rồi bỏ quạt cứ nơi ổng coi khang krau vậy bà khang krau nè bà cái nè có bồn tè đời xa tại ca rồi pư rồi bỏ quạt ở trong coi cái ấy krau vậy có trong ổng coi cái ấy mục cho mùi nâng đai rồi bỏ quạt đây chẳng hai côn khmé như nè kia có mình đơn đấy kia có tía một ổng coi cái ấy mục cho mùi nâng đai nè nè pe nút bong nà rí nâng có bàn lơ côn mọc mau côn hay có bàn lơ côn nâng mau lơ cái ấy nâng ảnh cái ấy để con cầm bông thành coi nè hay có bàn để dây lên cho mùi nâng côn ấy chẳng từ sắp tại pe nụ Milan là cầm mà bà bàn bao một bọc quạt pin đẹp đó bọc bị một lan nè hai bộ quạt nó có bàn rôn rồi bu đời xa tại cái chọn lan nó việc tiệt máu hay có ba từng cách riêng trơn đấy chẳng hay tập thơ ai bộ quạt nó rôn rồi bu có bồn tài bộ quạt rôn rồi bu mình ngôn bồn mà nụ tê nè đại ngôn nó cứ côn pro rồi bà quạt bàn slap phim nơi còn lại cạt hạt nơi pe đè bong nà ri quạt khơi bẹp nâng quạt từ tua vô ọt bàn đây quạt yum quạt sần lọc tiệt mà đong tiệt vô từ pe hay có pe thưa ở đây mình bàn hồi đây đời xa tại côn rồi bỏ quạt nâng ban bắt bong ai dụ chỉ vượt từ hai bong nà ri sọc đai khăng mền đèn bẩn tọp một tiệt vì thi bon sọc rồi bỏ côn pro quạt có bàn chập đào lang một nữ pe đè công pong tại thưa vì thi bon sọc nâng ạ mà đai khmê nó có bàn một hay có bàn này giấy còn đa vì thi bon sọc tha này hay mình đưa vía nè mình miên bon thế thay để xa côn lo mình bàn côn đã kê miên bon mà nơi cho mùi đằng vía hơi mà nơi cho mùi vía mình bàn thế vía thay to mình bàn chẳng hay vía khmiên bon thế khmiên pop việt na thế nâng bàn côn được không chết đi ban côn lo kê mình mà nơi cho mùi cứ đi ao cục bài giang thì mà đâu vì thi bon sọc không mau rồi bao côn con mình to đừng ruồi phong mà đai không mệt nâng màu chê mà đi ao trong này mà đâu quạt tha quạt chư chọc chắp khăng mình tên quạt từ tua yoster thà mình ban cho mùi nâng hết ca để ban cao lai nâng hơi mà đai không mệt nâng mà đi một đây mình tôi hỏi quạt tiền quạt tha quạt chư chọc chắp khăng nè bên nông sẽ tệ arom rồi bao quạt quạt stir thì khai thì chia mà được cú đấy nè hơi nhưng chưa tha mà đai cục rụp stir tại cục rụp mà bà xin chỉ quạt ban đạp hết ca mới nâng quạt nâng vô là rom mùi nâng tha vi chọc chắp khăng bồn nè không biết này na chọn bát bóng đi có bồn té việc bàn cao lai như thế này chẳng hay quạt ọt bẩn tổ này na thì miền ta bẩn tổ luôn ai tha mau bị quạt nữa ngay
ប្រហែលជាគាត់ធ្វើប្រហែសពេកបើសិនជាគាត់មិនយកកូនមកអង្គុយនៅខាងមុខនឹងប្រហែលជាកូនរបស់គាត់ក៏មិនត្រូវស្លាប់ដែររងរបួសតិចតួចអីនឹងឯងនេះដោយសារតែគាត់យកកូនមកអង្គុយខាងមុខនឹងហើយទើបបណ្ដាលឲ្យកូនរបស់គាត់នឹងបាត់បង់ជីវិតបែបហ្នឹងប្តីរបស់គាត់នឹងក៏បានតែលួងលោមមិនអីទេអូនមិនអីទេកុំបន្ទោសខ្លួនឯងគាត់តែងតែនិយាយប្រាប់ក៏ប៉ុន្តែគាត់នៅតែបន្ទោសខ្លួនឯងនឹងឯងរហូតវិធីបុណ្យសពមួយនឹងក៏បានកន្លងផុតទៅគ្រួសារខាងប្រុសនោះក៏លែងសូវបាទរាប់រកបងណារីទៀតដែរម្ដាយឪពុកក្មេករបស់គាត់បងថ្លៃប្អូនថ្លៃនឹងគឺលែងសូវយកចិត្តទុកដាក់ជាមួយនឹងគាត់ទៀតហើយពីមុននៅពេលដែលគាត់មានកូនគឺមើលថែគាត់ដូចជាព្រះនាងអញ្ចឹងក៏ប៉ុន្តែនៅពេលដែលកូនរបស់គាត់បានស្លាប់បាត់ទៅគ្មានអ្នកណាចង់រាប់រកគាត់ទៀតទេការនិយាយស្ដីការគោរពអីហ្នឹងគឺលែងសូវមានទៀតហើយមិនត្រឹមតែប៉ុណ្ណោះទេជីវិតរបស់គាត់ហ្នឹងគឺធ្លាក់ចុះការងារដែលធ្លាប់ធ្វើល្អបាទធ្វើបានល្អការងារកំពុងតែរីកចម្រើនបែរជាធ្លាក់ចុះស្រើតតែម្ដងអាចនិយាយថាជីវិតរបស់គាត់បន្ទាប់ពីអត់មានកូនមកហ្នឹងធ្វើអីក៏ពិបាកដែររហូតដល់មានយប់មួយបងណារីគាត់ក៏បានគេងនៅក្នុងផ្ទះរបស់គាត់ហើយគាត់ក៏បានគេងយល់សពថាមានមនុស្សស្រីម្នាក់បាទបានចូលមកក្នុងផ្ទះរបស់គាត់ហើយម្នាក់ស្រីហ្នឹងគឺជាម្នាក់ស្រីដែលគាត់ឃើញនៅក្នុងយល់សពដែលមករកកូនគាត់នឹងឯងពេលនោះគឺគាត់បានឃើញថាម្នាក់ស្រីហ្នឹងបានចូលទៅ3កូនប្រុសរបស់គាត់ហើយក៏បានចេញពីផ្ទះហ្នឹងទៅពេលនោះការយល់សពរបស់គាត់ណាគឺគាត់បានដេញតាមម្នាក់ស្រីនឹងដែរហើយក៏ប្រាប់ឲ្យឈប់ថាយកកូនរបស់គាត់មកវិញមកក៏ប៉ុន្តែម្នាក់ស្រីនឹងអត់ឈប់ទេគាត់ឃើញថាម្នាក់ស្រីនឹងដើរក៏ប៉ុន្តែគាត់រត់ទៅតាមយ៉ាងណាក៏ដោយអត់តន់ម្នាក់ស្រីនឹងទេរហូតដល់ម្នាក់ស្រីនឹងក៏បានបាត់ទៅហើយគាត់ក៏បានស្រែករហូតដល់គាត់ក៏បានភ្ញាក់ដឹងខ្លួនមកនៅពេលនោះគាត់ក៏មិនដឹងថាយល់សពនឹងគឺវាមានន័យថាម៉េចទេដូច្នេះហើយបងណារីនឹងគាត់ក៏ចង់ដឹងថាការយល់សពបែបហ្នឹងវាមានន័យថាម៉េចគាត់ក៏ចាប់ផ្ដើមរកគ្រូទាយពេលហ្នឹងគឺចង់ដឹងណាព្យាយាមរកគ្រូទាយឲ្យគេទាយមើលថាកូនរបស់គាត់ហ្នឹងគឺទៅណាហើយដួងវិញ្ញាណរបស់កូនគាត់ហ្នឹងគឺត្រូវការអីអត់ដួងវិញ្ញាណរបស់កូនគាត់ហ្នឹងគឺកំពុងតែធ្វើអីឬក៏ទៅដល់ណាហើយគឺគាត់ចង់ដឹងបែបហ្នឹងណាអញ្ចឹងហើយក៏ព្យាយាមរកគ្រូទាយឲ្យគេមើលឲ្យនៅពេលនោះគ្រូទាយហ្នឹងក៏បាននិយាយប្រាប់ថាក្មេងហ្នឹងគឺគេបានទៅកន្លែងដើមរបស់គេវិញហើយកន្លែងដែលគេមកពីកន្លែងណាគឺគេទៅកន្លែងហ្នឹងវិញហើយពេលហ្នឹងខ្ញុំដូចអត់ឃើញដួងវិញ្ញាណរបស់ក្មេងម្នាក់ហ្នឹងទេនេះពូថាគេអត់បានមកឲ្យខ្ញុំឃើញឬក៏គេអត់បានមកកន្លែងហ្នឹងទេអញ្ចឹងហើយខ្ញុំអត់ដឹងថាយ៉ាងណានោះឡើយដួងវិញ្ញាណរបស់ក្មេងហ្នឹងខ្ញុំដឹងត្រឹមថាគេត្រឡប់ទៅកន្លែងដើមវិញហើយអញ្ចឹងហើយធ្វើឲ្យបងណារីហ្នឹងគាត់កាន់តែឆ្ងល់ទៀតគាត់ថាត្រឡប់ទៅកន្លែងដើមហ្នឹងគឺកន្លែងណាហើយកូនប្រុសរបស់គាត់ហ្នឹងចេញមកពីកន្លែងណាឬក៏កន្លែងដែលគាត់បានសុំកូននឹងមកតែបើសុំកូននឹងមកមិនបានខុសមាត់ខុសកអីទេបងណារីគាត់ក៏បានធ្វើតាមសន្យារួចហើយទិញតុក្កតាយកទៅដាក់ហើយពេលនោះគឺគាត់បានទិញតុក្កតាយកទៅដាក់ពុកម៉ែបងប្អូនអ្នកនរគ្នាមិនមែនថាគាត់ខុសពាក្យសម្ដីនោះទេគាត់ទិញតុក្កតាក្មេងប្រុស100តុក្កតាឯណោះបាទយកទៅដាក់នៅខាងក្នុងអាស្រមដែលគាត់បានសុំនឹងកន្លែងខ្ទមដែលគាត់បានសុំនឹងដែលគាត់បានបន់ស្រន់នឹងតាមពាក្យសម្ដីរបស់គាត់នឹងមែនហើយហេតុអីបានក្មេងប្រុសម្នាក់ហ្នឹងគាត់ត្រឡប់ទៅកន្លែងដើមវិញអញ្ចឹងហើយគាត់កាន់តែចង់ដឹងទៀតគ្រូទាយមួយហ្នឹងគឺគេនិយាយដូចគ្នាអញ្ចឹង2-3គ្រូទាយហើយរហូតដល់មានថ្ងៃមួយពេលហ្នឹងគឺគាត់បានខលទៅរកមិត្តភ័ក្តិរបស់គាត់ហើយក៏បាននិយាយប្រាប់មិត្តភ័ក្តិរបស់គាត់ថាគ្រូទាយហ្នឹងគេនិយាយមិនខ្លះប្រាប់គាត់អញ្ចឹងហើយមិត្តភ័ក្តិរបស់គាត់ហ្នឹងក៏បាននិយាយឡើងថាគាត់ស្គាល់ជាមួយនឹងលោកសង្ឃមួយអង្គលោកសង្ឃហ្នឹងគឺជាលោកឪណាហើយគាត់ក៏ចេះទាយផងដែរសាក់ទៅមើលបន្តិចអីកែងលោកឪគាត់ជួយបាននៅពេលនោះបងណារីហើយនឹងបងធាពួកគាត់ក៏នាំគ្នាធ្វើដំណើរទៅកន្លែងដែលមិត្តភ័ក្តិរបស់គាត់បានណែនាំដែលបានប្រាប់នឹងនៅពេលដែលទៅដល់គាត់ក៏បានជួបជាមួយនឹងលោកតា
នៅប្រចាំវត្តនោះកំពុងតែបបោសសម្រាមបបោស្លឹកឈើហើយគាត់ក៏បានចូលទៅថ្វាយបង្គំនៅពេលនោះគាត់ក៏បាននិយាយប្រាប់ថាលោកឪកណាយកចង្ហាន់និងភេទជ្ជៈមកប្រគេននៅពេលនោះលោកឪក៏បានសួរទៅវិញថាញោមឯងមកហ្នឹងមកធ្វើបុណ្យឲ្យអ្នកណាដែរញោមចង់ឧទ្ទិសកុសលឲ្យអ្នកណាគេឬក៏រំលឹកនឹកគុណដល់អ្នកណាគេនៅពេលដែលគាត់ឮលោកឪមានសង្ឃដីកាបែបហ្នឹងគាត់ក៏បាននិយាយឡើងថាកណាចង់ឧទ្ទិសកុសលផលបុណ្យនៅក្នុងថ្ងៃហ្នឹងឲ្យទៅដល់កូនរបស់កណានៅពេលនោះលោកឪគាត់ក៏មានសង្ឃដីកាថារបស់ខ្លះមិនចាំបាច់គិតច្រើនពេកនោះទេញោមព្រោះថាពេលខ្លះវាក៏មិនបានដូចការគិតរបស់យើងទេហើយម្យ៉ាងវិញទៀតនោះខ្មោចក៏ដូចគ្នាដែរកុំជឿវាពេកវាមាននឹងខ្មោចល្អវាមានខ្មោចអាក្រក់ខ្មោចក៏វាចេះបោកយើងដែរញោមនៅពេលដែរបងណារីគាត់ឮបែបហ្នឹងគាត់រៀងឆ្ងល់គាត់ថាលោកឪមានសង្ឃដីកាបែបហ្នឹងគឺមានន័យថាម៉េចហើយពួកយើងប្រហែលជាឆ្ងល់ទាំងអស់គ្នាដែរថាមានន័យថាម៉េចបងណារីគាត់អត់តន់សួរទេបាទគាត់អត់តន់សួរទេគាត់ក៏បានទៅបង្កេនចង្ហាន់យកចង្ហាន់ហ្នឹងទៅប្រគេនលោកឪរួមទាំងបច្ច័យនិងរបស់របរដែលគាត់ទិញយកមកថ្វាយលោកឪនឹងផងដែរនៅពេលដែលថ្វាយរួចគាត់អត់តន់សួរលោកឪឬក៏អត់តន់ប្រាប់លោកឪរឿងអីនោះទេពេលនោះក៏បានលាលោកឪត្រឡប់ទៅផ្ទះវិញនៅពេលនោះបងណារីគាត់បាននិយាយប្រាប់ថាមុននឹងគាត់ឡើងឡានហ្នឹងណាលោកឪក៏បានមានសង្ឃដីកាម្ដងទៀតថាញោមអើយធ្វើចិត្តឲ្យសុបាយទៅធ្វើចិត្តឲ្យទូលាយទៅដោះលែងទៅរបស់ខ្លះវាមិនមែនជារបស់យើងទេវាត្រឡប់ទៅម្ចាស់ដើមវាវិញដោយអាត្មាបានប្រាប់អញ្ចឹងថាខ្មោចវាមានខ្មោចល្អនិងខ្មោចអាក្រក់ខ្មោចខ្លះវាបោកយើងតែប៉ុណ្ណោះពេលវេលាក៏បានកន្លងផុតទៅមិនយូរប៉ុន្មាននោះទេដោយសារតែការចង់ដឹងរបស់បងណារីពេកគាត់ក៏បានសម្រេចចិត្តថាលួចលាក់ប្តីរបស់គាត់ត្រឡប់ទៅវត្តនោះម្ដងទៀតពេលហ្នឹងគឺគាត់បានទៅជាមួយនឹងពួកម៉ាក់របស់គាត់ជាមួយនឹងមិត្តភ័ក្តិរបស់គាត់ដែលបានណែនាំហ្នឹងណានៅពេលដែលទៅគាត់មុននឹងទៅដល់វត្តហ្នឹងគាត់ក៏បានចាក់សាំងឡានផងដែរនៅពេលដែលគាត់បានចូលទៅចាក់សាំងឡានរួចក៏នាំគ្នាធ្វើដំណើរទៅបន្តទៀតនៅពេលដែលចូលទៅដល់វត្តលោកឪក៏បានអង្គុយចាំគាត់រួចស្រេចទៅហើយលោកឪគឺគាត់ដឹងមុនណាមិនដឹងថាហេតុអីដែរនៅពេលនោះបងណារីហ្នឹងគាត់ក៏បានសួរទៅត្រង់ហ្មងគាត់អត់បានលាក់លៀមអីទៀតទេគាត់ថាលោកឪអើយកណាមានរឿងមួយចង់សួរលោកឪកូនកណាស្លាប់ទៅហើយកណាចង់ដឹងថាដួងវិញ្ញាណរបស់កូនកណាហ្នឹងគេនៅឯណាហើយហេតុអីបានកូនរបស់កណាហ្នឹងអាយុខ្លីម្លេះលោកឪក៏មានសង្ឃដីកាថាគេត្រឡប់ទៅកន្លែងដើមគេវិញហើយញោមគេត្រឡប់ទៅកន្លែងដើមរបស់គេហើយអាត្មាមិនអាចនិយាយអ្វីលើសពីនឹងបាននោះទេដោយសារតែវាមិនមែនជាកិច្ចរបស់សង្ឃនោះឡើយនៅពេលនោះបងណារីនឹងគាត់ក៏សួរដេញដោលលោកឪគាត់ថាកាពិតទៅកណាចង់ដឹងណាស់កណាចង់ដឹងការពិតហើយក៏ចង់ដឹងចម្លើយនេះដែរក៏ប៉ុន្តែអត់មានអ្នកណាឲ្យចម្លើយកណាបានទេលោកឪក៏សួរបន្ថែមទៀតថាចុះបើសិនជាញោមឯងដឹងចម្លើយទៅហើយញោមឯងដឹងចម្លើយទៅធ្វើអីបើសិនជាដឹងចម្លើយទៅហើយធ្វើឲ្យជីវិតរបស់ញោមឯងល្អប្រសើរឡើងឬក៏យ៉ាងម៉េចដែរបងណារីនឹងគាត់ក៏និយាយគាត់ថាបើសិនជាគាត់បានដឹងការពិតហើយគាត់នឹងដោះលែងខ្លួនឯងណាគាត់លែងមានវិបត្តិផ្លូវចិត្តបន្តទៅទៀតដោយសារតែគាត់នឹងចង់ដឹងការពិតតែហេតុអីបានកូនរបស់គាត់ស្លាប់ហើយដែលគេនិយាយថាត្រឡប់ទៅកន្លែងដើមនឹងគឺកន្លែងណាបើសិនជាគាត់បានដឹងការពិតហើយអាចនិយាយថាផ្លូវចិត្តរបស់គាត់នឹងធូរស្បើយហើយនឹងឈប់បន្ទោសខ្លួនឯងទៀតហើយថាការស្លាប់មួយនឹងគឺមកពីគាត់នៅពេលដែលលោកឪគាត់ឮបែបហ្នឹងគាត់ថាឥឡូវអញ្ចេះទៅលោកឪក៏មិនចង់និយាយប្រាប់ដែរដោយសារតែវាមិនមែនជាទូនីតិរបស់លោកឪទេក៏ប៉ុន្តែណាស់ហើយបើសិនជាលោកឪនិយាយប្រាប់ការពិតហើយអាចធ្វើឲ្យញោមឯងហ្នឹងសប្បាយផ្លូវចិត្តដោះលែងបានចាំលោកឪនិយាយប្រាប់លោកឪមានសង្ឃដីកាថាការពិតទៅខ្ទមមួយនោះមិនមែនជាខ្ទមអ្នកតាឬក៏ជាខ្ទមរបស់លោកយាយអីនោះទេផ្ទុយទៅវិញវាជាខ្ទមរបស់ខ្មោចផ្ទុយទៅវិញវាជាខ្ទមរបស់ខ្មោចដែលគេបានស្លាប់នៅកន្លែងនោះហើយកូនហ្នឹង
có chỉ côn rồi bọc khmoi nâng đây chân hơi kê có bán áo côn mùi nâng ạ mà nhôm anh sân mua là hẹt ở với đằng ớt nút có đầy xa tại khmoi rồi bọc mà đài nâng á bị môn cứ kế bàn slap táng bù thông táng bố bù kế slap nữ chật nông anh nước bây đại kế slap rồi nè sọc nè phùm nâng còn nóm nè khơi khmoi rồi bọc kê đau từ đau máu rồi còn lông nè sọc nè phùm để cho lon cắt plei nụ bấn top mà tiền nè sọc nè phùm nâng còn nóm khía đặt tôm đám bấy ai khmoi nụ nữ bấn top mà tiền nè sọc nè phùm nâng còn nóm khía từ sông chnou sông ni sông nụ chân từ hai có ban đôi sẽ cái đây pratna rồi bọc kê bấn top mà tiền nè sọc nè phùm nâng còn nóm khía cổ rụp khmoi nâng khăng mình đen vô ni vô nút từ sai oi rồi hốt đo vì nhiên khmoi nâng ạ bón tràn khăng mình tên ai như vậy tha kê ai từ chạp triệt bàn có bồn tay côn rồi bọc kê nữa mình ai từ chạp triệt bàn để đối xa tại ọt miền bôn ọt miền để na có rụp bố chia chẳng hay bón cứ ọt miền tê nước bây đây nhôm anh từ sông côn nút và có đây kê vô côn rồi bọc kê nâng mà oi nơi cho mùi nâng nhôm anh hai kê oi nhôm anh nâng nóm côn pro rồi bọc kê nâng từ thưa bôn nước bây đại thưa bôn hơi bôn mùi nâng để kê ai nâng từ cai cho mùi nâng khnia bán kê có bán vô côn pro rồi bọc kê nâng trở lọc từ vĩnh chân hai bàn tha khmoi cùng tục chất bia vì mình khmoi ló nâng khmoi ở cọ khmoi khá vì con tại bọc ra dương tay bần nô đối atma bán prap nhôm anh chân nơi bây đại bong nà ri quạt bàn lư quạt bàn đăng cả bật nâng hơi cứ quạt khăng khăng mình đến có tha chất muối nó cứ có trong tinh xăng vô từ chặt đốt cầm tịch trao cái này nung có phần tay chất muối tiền nó cứ mình bạch thưa thế đo lên từ đôi lực ở gọt bàn đạt tiền chứ gọt bàn prap chứ có tha đo lên cột giang từ vừa tha vi mình men chưa được bỏ dương thì nơi về để gọt bàn đăng cả bật ruồi gọt có riêng sờ bài chất đây bà gọt lên sơ cát tốt lên sơ bẩn tốt luôn anh này có phần tay về về lý của bạn có lòng phật tử hai chữ mùi ở tết bần tọa bị cót ban đăng cà bật nâng từ cót có ban từ xua nè đai này chật nâng có xua tha pro vót tệ tôn từ nâng tôm nâng cứ bên này na đăng pro vót đăng ai ót nè chất kháng nâng có ót bên này na đăng đây đối xa tại bộ quát mà nơi bê chùm nón cao như anh chẳng hay ót đăng thì ót đăng thả pro vót tôm nâng bà miền đôi rồi biệp na rồi có hay ấy bạn nè sọc nè phu môi chùm luôn nâng kiện đặt tôm cái này nâng đây đối xa tại bộ quát ót đăng á ai như vậy tha mình đủ chùm nón cao vậy chẳng hay bộ quát ót đăng rồi đó quát ban chụp cho mùi nâng ta cha mà nè ta cha nâng cứ quát ban bao tô bà nơi lại xá hay quát cả ban cho từ tên ấy nơi không tô nụ hay có ban này vậy kia cho mùi nâng nè đợt tấy nè rồi đó ta cha mà nè nâng cứ quát ban lứ hay quát cả ban xua tha mùi anh trong đăng mến bộ vọt cái này nâng bà sân chi mùi anh trong đấng chăm ôm vậy prap ôm mà nè nó cứ quát chập đam này vậy tiên pe về liệt thôi từ coi bà hai chia 50 năm muốn pe nó cứ miên mà nụ sấy mà nè ở đường được không sọc phum được ngay có miên tây pu nó pe để quạt miên tây pu nó quát thưa đồng này ở đang là thưa đồng này từ nào thì riệp bầm vạch riệp ấy rồi hay nó còn đã lừa tay cố nó pe đã lừa tay cô rồi pe nó mà đang là thưa bẹp nào thì quát các bạn lẽ phải lừa tay cô đừng một bận tọp mà tiền nó có bán slap từ đời xa tại có lẽ chiêm rồi có mùi hẹt ấy có mình sơ đăng cho mà đá nè về nó có bán slap từ bận tọp mà tiền nó nè sọc nè phùm nó còn nóm khní khơi không ai rồi bỏ mà nè sấy nè đời xa tại có slap tay hao người chứng nè không ai phụ thống đăng slap ấy cứ cạch nè chẳng hai nữa về để phụ cây khơi thà miền không ai phụ thống nâng tam luôn nè sọc nè phùm nâng phụ cây còn nóm khní đặt tôm nó về đặt tôm rồi ấy rồi nâng có bà tay tay từ bài bon xong ai thưa srai lo đầm năm lo ấy chân từ hai có bàn lo đôi nơi cây sông men chẳng hay mà đẹp nâng có miền áp chùm nữa chứ từ lơ tô mùi nâng bận tọp mà tiệt nâng có nòm khné cổ rộp bôi chia rồi hốt mà đo sọp ngày nâng nước bay đại bong sray nari quạt bàn lư bẹp nâng quạt thả ô quạt tranh bọc màu nâng ấy chẳng màu nâng cứ từ cao bạch đây bà miền bốn ai nâng từ chạp chiết từ chạp cầm nợ mây ba này hay khmoi sray khmoi mà đai nữa
អត់ទៅចាប់ជាតិទេនៅចាំកូនហើយបោកប្រាស់បងនារីបែបហ្នឹងបាទឲ្យកូនរបស់គាត់ហ្នឹងមកនៅជាមួយនឹងបងនារីនៅពេលដែលកូនប្រុសម្នាក់ហ្នឹងសន្សំបុណ្យសន្សំកុសលបានហើយក៏បានយកកូនប្រុសម្នាក់ហ្នឹងត្រឡប់ទៅវិញបន្ទាប់មកទៀតបងនារីហ្នឹងគាត់ក៏បានយករឿងរ៉ាវទាំងអស់ហ្នឹងទៅគិតមិនយូរប៉ុន្មាននោះទេប្តីរបស់គាត់ហ្នឹងក៏បានឃើញថាបងនារីហ្នឹងទៅចាក់សាំងនៅការ៉ាសាំងមួយកន្លែងពេលនោះគាត់ក៏បានសួរគាត់ថាហើយអូនឯងទៅចាក់សាំងកន្លែងនោះធ្វើអីទាំងដែលថ្ងៃមុនហ្នឹងបងក៏បានទៅចាក់សាំងហើយពួកយើងបានទៅវត្តនៅចិត្តការ៉ាសាំងនោះចុះឥឡូវមិនអូនឯងទៅចាក់នៅការ៉ាសាំងនោះទៀតអូនឯងទៅណាមែនដោយសារតែពេលនោះគឺគាត់បានឃើញថាលុយនៅក្នុងកង់របស់គាត់ហ្នឹងណាវាលោតឡើងនៅក្នុងទូរស័ព្ទថាបងនារីហ្នឹងបានប្រើលុយហ្នឹងដើម្បីចាក់សាំងនៅការ៉ាសាំងមួយកន្លែងនៅចិត្តវត្តហ្នឹងអញ្ចឹងហើយវាខុសថ្ងៃគ្នាណាថ្ងៃដែលគាត់ទៅហ្នឹងគឺថ្ងៃផ្សេងគាត់ចូលទៅចាក់ដែរហើយឥឡូវហ្នឹងគឺវាលោតមកម្ដងទៀតនៅពេលនោះបងនារីគាត់ក៏បាននិយាយការពិតប្រាប់គាត់ថាការពិតទៅហ្នឹងគឺគាត់បានទៅសួរលោកឪពីរឿងហេតុអីបានកូនគាត់ស្លាប់ហើយគាត់ក៏បាននិយាយប្រាប់ការពិតទាំងអស់ទាំងដែលពីមុនហ្នឹងគឺគាត់អត់ដែរនិយាយប្រាប់ទេថាគាត់សុំកូនហ្នឹងមកពីណានៅពេលនោះគាត់ក៏បាននិយាយប្រាប់តែគាត់នឹងសុំកូនមកពីខ្ទមនៅចិត្តផ្លូវហ្នឹងហើយហេតុអ្វីបានកូនរបស់គាត់នឹងអាយុខ្លីហើយពុកម៉ែបងប្អូនទាំងអស់គ្នាដឹងថាហេតុការបន្ទាប់ពីនេះហ្នឹងវាយ៉ាងណាអត់បងនារីគាត់បាននិយាយប្រាប់ថាប្តីរបស់គាត់ពីមុនពីដើមឡើយគឺមិនដែលអញ្ចឹងទេក៏ប៉ុន្តែនៅពេលដែលគាត់បានដឹងការពិតរួចគឺគាត់ទទួលយកអត់បានគាត់ខឹងគាត់ឆ្លោះគ្នាខ្លាំងមែនទែនថ្ងៃនោះឆ្លោះគ្នាខ្លាំងមែនទែនរហូតដល់លេងលះគ្នាហើយបច្ចុប្បន្ននេះបងនារីនិងប្តីរបស់គាត់គ្រួសាររបស់ប្តីគាត់នឹងគឺបានបែកបាក់គ្នាអស់ហើយដោយសារតែគាត់បានទៅសុំកូនពីខ្ទមមួយនោះហើយបងនារីគាត់ក៏បាននិយាយប្រាប់បន្ថែមទៀតថាប្តីរបស់គាត់ចូលចិត្តស្ដាប់រឿងខ្មោចណាស់អញ្ចឹងហើយគាត់ចង់ផ្ដាំផ្ញើតាមវីដេអូនេះគាត់ថាគាត់សុំទោសមិនមែនថាគាត់មិនស្រឡាញ់កូនទេគាត់ស្រឡាញ់ខ្លាំងណាស់គាត់ស្រឡាញ់ដូចបងធាអញ្ចឹងបងធាស្រឡាញ់កូនប៉ុណ្ណាគាត់ក៏ស្រឡាញ់ប៉ុណ្ណឹងដែរហើយគាត់ដឹងថាប្តីរបស់គាត់នឹងគឺស្រឡាញ់កូនខ្លាំងបតោងសោម៉ូតូសោផ្ទះឬក៏ស្រោមទូរស័ព្ទដែលអាចដាក់រូបកូនបានណាប្តីរបស់គាត់នឹងគឺយកទៅធ្វើទាំងអស់ធ្វើជារូបភាពរបស់កូនហើយគាត់និយាយទៀតថាគាត់សុំទោសដែលគាត់ជាម្ដាយម្នាក់ដែលមិនបានការដែលបាទទៅសុំកូនកន្លែងនោះគាត់សុំទោសគាត់សុំទោសខ្លាំងមែនតើហើយគាត់អត់បន្ទោសអ្នកណាគាត់បន្ទោសខ្លួនឯងនេះគឺជាអ្វីដែលគាត់ចង់ផ្ដាំផ្ញើហើយរឿងរ៉ាវទាំងអស់នេះវាក៏បានចប់ទៅសម្រាប់ខ្ញុំគិតថាខ្ញុំអត់បន្ទោសបងនារីទេហេតុអ្វីដឹងអត់ដោយសារតែគាត់រងសម្ពាធពីគ្រួសាររបស់បងធាជាពិសេសគឺម្ដាយក្មេកគាត់ជេរគាត់ប្រមាថគ្រប់បែបយ៉ាងទាំងអស់អញ្ចឹងហើយបើសិនជាអ្នកទាំងអស់គ្នានៅក្នុងហេតុការណ៍មួយនោះខ្ញុំគិតថាអ្នកទាំងអស់គ្នាក៏ធ្វើដូចបងនារីដែរបាទនឹងជ្រើសរើសដូចបងនារីដែរដោយសារតែគាត់សាកគ្រប់វិធីហើយអញ្ចឹងហើយក៏បាទមានគេណែនាំកន្លែងណាល្អគឺទៅកន្លែងហ្នឹងគឺសាកគ្រប់វិធីហើយខ្ញុំអត់បន្ទោសគាត់ទេដោយសារតែគាត់រងសម្ពាធគេឌីលគាត់គេថាឲ្យគាត់គ្រប់បែបយ៉ាងអញ្ចឹងហើយទើបគាត់នឹងសម្រេចចិត្តទៅសុំកូនពីកន្លែងណាក៏មិនដឹងដែរហើយក៏មិនស្គាល់ប្រវត្តិគេច្បាស់លាស់ដែរថាខ្ទមនឹងជាខ្ទមខ្មោចឬក៏ជាខ្ទមរបស់លោកតាឬក៏ជាខ្ទមរបស់វត្ថុស័ក្តិសិទ្ធិអ្វីនោះអញ្ចឹងហើយអ្វីដែលខ្ញុំចង់ដាស់តឿននោះគឺយើងមុននឹងទៅសុំអ្វីនោះគឺត្រូវស៊ើបមើលឲ្យបានច្បាស់សិនថាប្រវត្តិវាយ៉ាងណាកន្លែងខ្ទមនឹងប្រវត្តិយ៉ាងណាហេតុអ្វីបានគេដាក់ខ្ទមកន្លែងហ្នឹងមិនមែនចេះតែសុំមិនមែនចេះតែសុំនោះទេជិះវៀងកុំឲ្យកើតរឿងបែបហ្នឹងហើយនេះហើយគឺជារឿងរ៉ាវទាំងអស់នេះដែលបានកើតឡើងជាមួយនឹងបងណារីបើសិនជាវានិយាយថាបើសិនជាឲ្យពួកគាត់ត្រឡប់ទៅត្រូវគ្នាវិញក៏វាមិនអាចដែរដោយសារតែវាជារឿងគ្រួសាររបស់ពួកគាត់ហើយគឺជាការសម្រេចចិត្តរបស់គ្រួសារបងធាដែរបាទអ្វីដែលធ្វើបាននៅពេលនេះគឺសោកស្ដាយ
សោកស្ដាយខ្ញុំយល់អារម្មណ៍ទាំងឪពុកយល់អារម្មណ៍ទាំងខាងម្ដាយខ្ញុំយល់អារម្មណ៍របស់បងធាបាទដែលគាត់បានបាត់បង់កូនហើយខ្ញុំយល់អារម្មណ៍របស់បងណារីដែលគាត់ត្រូវធ្វើបែបហ្នឹងបើសិនជាយើងមើលទៅឲ្យវាបានច្បាស់ណាមិនដឹងថាជាវេនឬក៏ជាកម្មអ្វីរបស់ពួកគាត់ទេដែលជួបរឿងបែបហ្នឹងអញ្ចឹងហើយអ្វីដែលសំខាន់នោះគឺធ្វើបុណ្យឲ្យបានច្រើនបាទអតីតកាលចាប់ទុកថាវាជាកម្មទេចោះសំខាន់បច្ចុប្បន្ននេះធ្វើល្អសាងល្អបាទគិតល្អហើយយើងនឹងជួបតែមនុស្សល្អនិងរឿងល្អៗនៅក្នុងជីវិតសម្រាប់ហេតុការណ៍និងរឿងរ៉ាវនៅក្នុងរាត្រីនេះក៏មានតែប៉ុណ្្នឹងទេសូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាកេងសុបិនល្អសម្រាប់អ្នកដែលកំពុងតែបើកបរក៏សូមឲ្យសុវត្ថិភាពនៅលើដងផ្លូវបាទបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាស្រឡាញ់ចូលចិត្តក៏កុំភ្លេចចុចចែករំលែកចុច like ចុច share ក៏ដូចជា subscribe ឲ្យខ្ញុំម្នាក់មួយផងដើម្បីជាកម្លាំងចិត្តឲ្យខ្ញុំធ្វើវីដេអូបន្តទៅទៀតបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាចូលចិត្តស្ដាប់រឿងអបិយជំនឿចូលចិត្តស្ដាប់រឿងខ្មោចយើងគឺជាក្រុមតែមួយសម្រាប់រាត្រីនេះជម្រាបលា Good night